ស្វាគមន៍អ្នកគុណនិយមនៅក្នុងពិភពគុណទាំងអស់គ្នាថ្ងៃនេះយើងមកតាមដានរឿងស៊ីហាយើងបន្តទៀតហើយថ្ងៃនេះគេថ្ងៃចុងសប្តាហ៍ហ្នឹងហើយកុំឲ្យខាត់ពេលយូរតោះយើងតាមដានសាច់រឿងជាបន្តទៀតតែម្ដងទៅសាច់រឿងរបស់យើងផ្ដើមឡើងនៅពេលដែលស៊ីហាកំពុងតែឆ្ងល់ហ្នឹងឯងតើអ្វីទៅដែលហៅថាអមតៈវាមានអំណាចខ្លាំងប៉ុណ្ណាទៅស៊ីហាមិនដឹងច្បាស់ទេប៉ុន្តែគាត់ដឹងថាប្រសិនបើមនុស្សនេះចង់សម្លាប់គាត់គឺវាងាយស្រួលពេកហើយវាពិតជាសត្វអមតៈមែនឬទេគាត់ភ្ញាក់ផ្អើលបន្តិចដែលមានអារម្មណ៍ថាគួរឲ្យភ័យខ្លាចពេកសត្វទាំងអស់នៅក្នុងអាណាចក្រនេះមានភាពភ្ញាក់ផ្អើលគ្មានដែនដីបរិសុទ្ធណាដ៏អស្ចារ្យមួយមិនរង្គោះរង្គើនោះឡើយអ្នកជំនាញជាច្រើនរបស់ពួកគេបានធ្វើធម្មយាត្រាទៅភ្នំអមតៈចំនួនអ្នកជំនាញកាន់តែច្រើនកំពុងប្រញាប់ឆ្ពោះទៅទិសដៅនេះឯងតើវាជាអត្ថិភាពដែលគ្មានគូប្រៀបដែលបានមកមែនឬអ្នកខ្លះនិយាយដោយសំឡេងញ័រពេលពួកគេទៅជិតភ្នំអមតៈរូបមនុស្សនៅគ្រប់ទីកន្លែងសុទ្ធតែជាអ្នកជំនាញពួកគេសុទ្ធតែជាបុគ្គលមានអំណាចបុគ្គលឈានមុខគេនៃនិកាយនីមួយៗប្រញាប់ប្រញាល់មកភ្លាមៗតាមដែលអាចធ្វើទៅបានគ្មាននរណាមកឆ្លងកាត់នោះទេមានតែឆន្ទៈដតេវិភេទមួយដែលបានបកចេញរួចបញ្ចេញព្រះរាជក្រឹត្យជាវាយនៃដែនដីបុរាណមួយបាននិយាយស្អីគេគ្រាន់តែជាឆន្ទៈដតេវិភេទមួយប៉ុណ្ណោះឬមនុស្សជាច្រើនមានការភ្ញាក់ផ្អើលភ្នែករបស់ពួកគេពុពេញទៅដោយការភ្ញាក់ផ្អើលឆន្ទៈដតេវិភេទមួយឲ្យបានបកពាសពេញពិភពលោកបានធ្វើឲ្យគ្រប់គ្នាញ័ររន្ធត់ដោយការភ័យខ្លាចតើនេះជាអំណាចបែបណាទៅតាមពិតទៅវាដូចជាមនុស្សបាននិយាយអញ្ចឹងភ្នំអមតៈបានស្កប់ស្ងាត់ឡើងវិញបន្ទាប់ពីក្លិនអរ៉ាដែលមានអំណាចបាត់ទៅមានតែព្រះរាជក្រឹត្យមន្តអាគមពណ៌មាសមួយបានលេចឡើងនៅនឹងមុខនៃមនុស្សគ្រប់គ្នាស្មរភូមិអមតៈហៀបនឹងចាប់ផ្ដើមហើយឬមុខរបស់អ្នកខ្លះស្លេកស្លាំងពេលគាត់និយាយទោះបីជាពួកគេទទួលដំណឹងយូរមកហើយក៏ដោយលើកនេះគឺផ្ទាល់បំផុតសត្វអមតៈមួយបានបញ្ចេញព្រះរាជក្រឹត្យដែលគ្មានគូប្រៀបប្រាប់អ្នកដាំដុះនៃអាណាចក្រនេះថាសន្តិភាពនៃយុគសម័យដ៏អស្ចារ្យទាំងមូលហៀបនឹងបាក់បែកហើយអ្វីដែលគេហៅថាសមរភូមិអមតៈនឹងបន្សល់ទុកនៅផលប៉ះពាល់ដ៏យូរអង្វែងមិនចាំបាច់ខ្លាចអ្វីដែលគេហៅថាឋានសួគ៌9ផែនដីទាំង10នោះទេអ្នកដ៏អស្ចារ្យដែលគ្មានគូប្រៀបអាចកម្ចាត់ពួកគេបានគ្រាន់តែសត្វទាំងនោះទំនងនឹងបង្កបញ្ហាមេនិកាយស្រីម្នាក់បាននិយាយព្យុះហៀបនឹងចាប់ផ្ដើមយុគសម័យដ៏អស្ចារ្យបន្ទាប់មកបានមកដល់ហើយយើងត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធនឹងឋានសួគ៌ទាំង9នេះជាយុគសម័យនៃវីរបុរសដ៏អស្ចារ្យអាណាចក្រមិនអាចស្ងប់បានទេកំពុងតែសំលេងអ៊ូអររួចទៅហើយនៅវាស្មៅស៊ីហាមានការភ្ញាក់ផ្អើលការសម្លាប់ដែលគាត់បានរំពឹងទុកមិនបានមកដល់ទេវាគ្រាន់តែជាឆន្ទៈដតេវិភេទមួយគ្រាន់តែជាឆន្ទៈដតេវិភេទមួយដែលបានឆ្លងដែនមកមិនបានកំណត់គោលដៅរបស់គាត់នៅតែម្នាក់ឯងនោះទេមិនយូរប៉ុន្មានក្រោយមកគាត់សើចចំអកខ្លួនឯងប្រហែលជាក្នុងក្រសែភ្នែករបស់សត្វអមតៈគាត់មិនខុសពីសត្វល្អិតដ៏ទន់ខ្សោយមួយឡើយមិនចាំបាច់ឲ្យពួកគេនឹងរកគាត់នឹងសម្លាប់គាត់នោះទេវាគឺដោយសារតែទម្ងន់របស់គាត់ស្រាលពេកមិនសមនឹងការយកចិត្តទុកដាក់និងការសម្លាប់របស់សត្វអមតៈតទៅសោះទោះបីជាយ៉ាងនេះក្តីគាត់នៅតែចេញទៅក្រៅយ៉ាងលឿនបន្តដំណើរតាមផ្លូវដែលគាត់ធ្វើដំណើរពីមុនដើម្បីត្រឡប់ទៅកាន់ពិភពលោករបស់គាត់វិញប៉ុន្មានថ្ងៃក្រោយមកស៊ីហាបានរកឃើញជួរភ្នំនោះត្រឡប់មកវិញម្ដងទៀតគាត់បានរកឃើញចំណុចលំហនោះខ្ញុំសង្ឃឹមថាចំណុចលំហនេះនៅតែអាចប្រើបានទោះជាយ៉ាងណាប្រសិនបើគាត់នៅតែអាចប្រើវាបាននេះនឹងក្លាយជាផ្លូវសម្ងាត់ឬមិនថាភាគីណាមួយក្នុងចំណោមពិភពលោកទាំងពីរបានរកឃើញវានោះទេវានឹងមានផលវិបាកដ៏គួរឲ្យខ្លាចជាមិនខានស៊ីហាបានចាប់ផ្ដើមធ្វើសកម្មភាពទម្លុះទម្លាយមេឃតាមចំណុចលំហដើម្បីត្រឡប់ទៅវិញទោះជាយ៉ាងណាក៏ដោយគាត់ត្រូវបានខកចិត្តគាត់មិនអាចរើវាបានតតែសោះមិនអាចផ្ទុះទម្លុះវាបានឡើយតើវាអាចថាខ្ញុំនឹងត្រូវនៅក្នុងពិភពលោកនេះឬខ្ញុំមិនអាចត្រឡប់ទៅវិញបានទេឬស៊ីហាភ័យស្លន់ស្លោគាត់មិនចង់នៅទីនេះទេចង់ត្រឡប់ទៅវិញពេលដែលទឹកមុខរបស់ស៊ីហាប្រែជាមិនល្អរលករំកិលបានឆ្លងកាត់មេឃពន្លឺហោះចេញមកវាបានបំបែកចេញបង្ហាញជាផ្លូវមួយគាត់មិនបានចំណាយពេលគិតម្ដងឡើយប្រញាប់ចូលទៅភ្លាមគាត់បានឃើញឆ្នាំងមួយកំពុងរងចាំគាត់ត្រឡប់មកវិញហើយបន្ទាប់មកគាត់បានរំដោះខ្លួនចេញពីកន្លែងនេះគាត់បានត្រឡប់មកវិញនេះគឺជាកន្លែងងងឹតឆ្នាំងមួយដែលមានថាមពលប្រភពនៅជុំវិញវាបាននាំស៊ីហាវចេញពីពិភពលោកដ៏ចម្លែកនោះនឹងមានអំណាចនេះមិនទាន់ជាទីក្រុងអធិរាជទេគ្រាន់តែជាលំហដែលឆ្នាំងអាចកំបាំងបានឈប់ពីមុនស៊ីហាវបានងាកក្រោយហើយមើលទៅផ្លូវមានពន្លឺស្រអាប់វាលែងមានទៀតហើយឆ្នាំងបាននិយាយមេឃនៅពីក្រោយបានបាត់ទៅคล้ายជាទីវាដ៏ស្រអាប់វាដូចជាគ្មានកម្មផលត្រូវកាត់ផ្ដាច់ដូច្នេះច្បាប់ធម្មជាតិត្រូវបានបំផ្លាញវិធីសាស្ត្រទាំងនោះគួរឲ្យខ្លាចពេកវាបានលុបបំបាត់ដានទាំងអស់ដោយបង្ខំមិនបានបន្សល់ទុកដានអ្វីឡើយ
វាដល់កម្រិតដែលអំឡុងពេលនេះស៊ីហៅបានកត់សម្គាល់ឃើញថាខួរក្បាលរបស់គាត់បានคล้ายទៅជាទទេអ្វីដែលគាត់បានជួបប្រទះមិនយូរប៉ុន្មានមុននេះคล้ายទៅជាភាពព្រាលព្រាលហៀបនឹងបាត់ទៅវិញផងដែរនេះបានធ្វើឲ្យគាត់ភ័យខ្លាចគាត់បែកញើសយ៉ាងត្រជាក់តែវិធីសាស្ត្រទាំងនេះគឺជាអ្វីឆ្នាំងនោះមិនបានធ្វើសកម្មភាពប្រឆាំងនឹងគាត់ទេគ្រាន់តែធ្វើអ្វីមួយទៅកាន់ចំណុចលំហនៅពីក្រោយគាត់ប៉ុន្តែវាបានធ្វើឲ្យគាត់ខ្លាចជាបែបនេះវិធីសាស្ត្របែបនេះពិតជាអស្ចារ្យណាស់តែផ្ដាច់ចោលកម្មផលលុបបំបត្តិ Instagram តើនេះជាការលុបបំបត្តិដាននៃអ្វីដែលគួរឲ្យកើតឡើងដោយបង្ខំខ្ញុំថែមទាំងចាប់ដើមសង្ស័យជីវិតរបស់ខ្ញុំទៀតផងស៊ីហៅបានស្កប់ស្ងាត់អស់រយៈពេលជាយូរមកហើយបញ្ចេញសម្លេងដកដង្ហើមធំគាត់ចាប់ដើមឆ្ងល់ថាតើជីវិតអាចត្រូវបានកែប្រែដែរឬទេតើមាននរណាម្នាក់អាចធ្វើបែបនេះបានដែរឬទេក្នុងពេលវេលាមិនស្គាល់លុបបំបត្តិដាននៅក្នុងបេះដូងរបស់អ្នកនៅក្នុងពិភពលោកបច្ចុប្បន្នប្រសិនបើវាជាករណីនោះតើមនុស្សនៅក្នុងពិភពលោកនេះកំពុងរស់នៅក្នុងភាពល្ងង់ខ្លៅរស់នៅក្នុងពិភពដែលត្រូវបានគេកែប្រែដោយអ្នកដទៃឬគាត់មានការឈឺក្បាលជាខ្លាំងមានអារម្មណ៍ថាអ្វីៗមានភាពស្មុគស្មាញខ្លាំងណាស់នេះមិនមែនជាការទូទាយដែលគ្មានមូលដ្ឋាននោះទេព្រោះឥឡូវនេះគាត់បានចូលទៅក្នុងពិភពលោកនោះហើយបានឃើញភ្នំអមតៈគាត់បានគិតអំពីរឿងជាច្រើនពេកហើយសត្វគ្រប់រូបនៅក្នុងពិភពលោកនោះគិតថាមនុស្សនៅទីនោះជាបិសាចដែលអាចលុកលុយផ្ទះរបស់ពួកគេមិនជឿលើទ្រឹស្ដីយុគសម័យបុរាណអមតៈដែលត្រូវបានកប់នោះទេតើមានអ្វីគួរឲ្យខ្លាចជាងនេះទៅទៀតនេះជាពិភពលោកទាំងមូលបែបនេះឬតើដានចិត្តរបស់ពួកគេត្រូវបានកាប់បំផ្លាញឬដោយច្របូកច្របល់ឬទេជីវិតបែបនេះគួរឲ្យខ្លាចពេកហើយអ្នកជំនាញបែបនោះគួរអាណិតណាស់ដែលអាចធ្វើរឿងបែបនេះបានលីហើយឆ្នាំងនោះញ័រមេឃក៏ត្រូវបានផ្ទុះបំបែកបន្ទាប់មកស៊ីហៅត្រូវបានបញ្ជូនចេញពីលំហត្រឡប់ទៅពិភពខាងក្រៅវិញពាក្យថាលីហើយគឺជាពាក្យចុងក្រោយរបស់ស៊ីហៅមានអារម្មណ៍ថាវាប្រហែលជាយូរណាស់មុននឹងពួកគេជួបគ្នាម្ដងទៀតវាអាចជា 1000 ឆ្នាំឬ 10000 ឆ្នាំឬប្រហែលជាគ្មានទីបញ្ចប់នៃការមកដល់ក៏ថាបានលីហើយស៊ីហៅនិយាយតិចនៃពាក្យនេះគាត់ត្រឡប់មកវិញគាត់មានអារម្មណ៍ថាអ្វីដែលគាត់បានជួបប្រទះនេះគឺសុទ្ធតែមិនពិតទាំងអស់ធ្វើឲ្យគាត់ងឿងឆ្ងល់បន្តិចបន្ទាប់ពីនិយាយបែបនេះគាត់មិនមានអារម្មណ៍ស្រាលខ្លួននោះទេគំនិតរបស់គាត់ធ្ងន់គាត់មានអារម្មណ៍ថាមានសម្ពាធកាន់តែខ្លាំងនៅពេលដែលគាត់យល់ដឹងកាន់តែច្រើនគាត់ដឹងថាយុគសម័យដ៏អស្ចារ្យមួយបានមកដល់ហើយការផ្លាស់ប្ដូរហៀបនឹងកាត់ឡើងគ្មាននរណាម្នាក់អាចបញ្ឈប់វាបានឡើយសត្វអមតៈទាំងនោះតើពួកគេខ្លាំងប៉ុណ្ណាមានប៉ុន្មានតើពួកគេនឹងទប់ទល់ដោយរបៀបណាពួកគេធ្លាប់បានកប់រាល់យុគសម័យបុរាណអមតៈឥឡូវនេះតើអ្នកណាអាចប្រៀបនឹងពួកគេបានខ្ញុំសង្ឃឹមថាសត្វអមតៈទាំងនេះគឺគ្រាន់តែជាកូនចៅរបស់បុគ្គលខ្លាំងកន្លងមកប៉ុណ្ណោះដែលចំនួនបានជំនួសដោយចំនួនមួយទៀតស៊ីហៅបាននិយាយបើមិនដូច្នោះទេប្រសិនបើវានៅតែជាសត្រូវនៃយុគសម័យដ៏អស្ចារ្យចុងក្រោយគ្រាន់តែគិតក៏ធ្វើឲ្យគាត់ឈប់ដកដង្ហើមបានដែរនេះសាហាវហ្នឹងគាត់ទៅគិតសោះបន្ទាប់ពីវេលាទាំងអស់បានកន្លងផុតទៅការបណ្ដុះបណ្ដាលរបស់ពួកគេបានកើនឡើងជាក់ជាមិនខានតើពួកគេបានឈានដល់ចំណុចកម្ពស់ដ៏គួរឲ្យភ័យខ្លាចយ៉ាងណាទៀតនៅលើផែនដីដ៏ធំធេងងងឹតឆ្អឹងសមួយបានកោលើគ្នាកន្លែងនេះស្កប់ស្ងាត់ដូចជាសេចក្តីស្លាប់ស៊ីហៅបានត្រឡប់មកវិញគាត់គួរតែស្ថិតនៅក្នុងតំបន់មួយនៃទីក្រុងអធិរាជគ្រាន់តែប៉ុន្មានខែកន្លងផុតទៅអ្នកជំនាញដ៏អស្ចារ្យទាំង3គួរតែបានចាក់ចែងជាយូរមកហើយដោយនាំទេពកោសល្យទាំងនោះទៅកាន់ឋានសួគ៌វាស់មិនបានឆ្ពោះទៅកាន់វិជាស្ថានទេពធីតាឋានសួគ៌ស៊ីហៅមានអារម្មណ៍សោកស្ដាយបន្តិចគាត់ទំនងជាបាត់បង់ឱកាសនេះឥឡូវនេះខ្ញុំបញ្ជាក់បន្តិចបើយើងមើលអេនីមេកន្លែងហ្នឹងគឺបន្ទាប់ពីស៊ីហៅយើងបានធ្វើតេស្តបានអីគឺគាត់ត្រូវទៅចូលរៀននៅសាលាមួយហ្នឹងឯងហើយក្នុងនេះប្រហែលជាគេហៅថាទេពធីតាឋានសួគ៌ហ្នឹងឯងតែបន្ទាប់តែនៅពេលប្រតិចារមួយហ្នឹងនាំស៊ីហៅយើងទៅចូលទៅក្នុងពិភពលោកមួយទៀតហ្នឹងស្រាប់តែស៊ីហៅយើងអត់បានចេញទេអញ្ចឹងមានថាគេប្រហែលជាអត់ចាំឲ្យស៊ីហៅយើងប្រហែលជាបាត់បង់ឱកាសហ្នឹងគឺបាត់បង់ឱកាសហើយចូលទៅរៀនហ្នឹងឯងបន្ទាប់ពីបាត់ខ្លួនយ៉ាងអាត់កំបាំងអស់រយៈពេលជាច្រើនខែតើអ្នកណានឹងរងចាំគាត់កន្លែងនេះស្ងប់ស្ងាត់គ្មានពន្លឺមានតែឆ្អឹងស្ងួតរបស់អ្នកដែលស្លាប់នៅទីនោះស៊ីហៅបានបន្តដំណើរទៅមុខគាត់បានរកវិធីចេញឬគាត់ទំនងត្រូវជាស្លាប់នៅទីនេះរូបពេជ្រនោះឆន្ទៈដទិភាពមានអំណាចមួយបានបកចេញដូចជាដាវដ៏មុតស្រួចស្ទើរតែនឹងហែករូបរាងកាយមនុស្សម្នាក់ជាពីរវាបានធ្វើឲ្យទៅមុខរបស់ស៊ីហៅប្រែជាស្លេករាងកាយរបស់គាត់បានហោះចេញទៅក្រៅដោយសំឡេងគាត់បានទទួលកម្លាំងដ៏ធំសម្បើមដូចជាភ្នំមួយបានបុកចូលរាងកាយរបស់គាត់ការឈឺចាប់ខ្លាំងនៃសាច់ដុំរបស់គាត់នៅតែមិនអាចទ្រាំបានការរំជួយដល់ព្រលឹងរបស់គាត់គឺពិបាកទ្រាំទ្របំផុតមនុស្សនោះគឺសាហាវស្ទើរតែបំផ្លាញព្រលឹងដើមរបស់គាត់និងបង្ករបួសធ្ងន់ធ្ងរដល់គាត់ទៀតផងស៊ីហៅបានម្ដងម្ដាលដល់អាណាចក្រ
បរិសុទ្ធរួចទៅហើយកម្លាំងរបស់គាត់អាចប្រៀបនឹងទេពធីតាឋានសួគ៌ឥឡូវនេះក៏អាចត្រូវចាត់ទុកថាជាបុគ្គលដ៏មានអំណាចផងដែរនៅពេលដែលគាត់យល់ដឹងកាន់តែច្រើនគាត់មានអារម្មណ៍ថាការបណ្ដុះបណ្ដាលរបស់គាត់គឺនៅឆ្ងាយពីគ្រប់គ្រាន់តាមពិតទៅឥឡូវនេះគាត់បានឈានទៅដល់អាណាចក្របណ្ដុះបណ្ដាលរបស់គាត់វាត្រូវបានចាត់ទុកថាទើបតែចាប់ផ្ដើមដំណើរការប៉ុណ្ណោះឥឡូវនេះចង់និយាយថាអីគាត់ខំបង្ហាត់ចង់កន្លះជីវិតអីនៅតែវាអត់គ្រប់គ្រាន់សម្រាប់សង្គ្រាមនៅអនាគតទេមានថាហាត់ដល់កម្រិតណាកម្រិតណែស្មើនឹងកម្រិតចាប់ផ្ដើមនៅឡើយហ្នឹងមានន័យថាអញ្ចឹងបងប្អូនតោះឥឡូវយើងតទៅមុខទៀតវាគឺដោយសារតែសត្រូវនាពេលអនាគតមានអំណាចខ្លាំងពេករូបរាងកាយមួយបានហោះមកសម្លៀកបំពាក់របស់គាត់ពណ៌ប្រផេះដ៏ទូលាយគ្របដណ្ដប់នៅលើគាត់កំពុងតែក្រលាស់គាត់មើលទៅក្មេងណាស់មុខរបស់គាត់ស្លេកដូចជាមិនសូវបានចេញទៅក្រៅដើម្បីត្រូវពន្លឺព្រះអាទិត្យអស់ពេលជាយូរណាស់មកហើយភ្នែករបស់គាត់ជ្រៅដូចជាមេឃពេលយប់ស៊ីហាដឹងថាមនុស្សនេះមើលទៅក្មេងប៉ុន្តែគាត់បានរស់នៅអស់រយៈពេលមិនចេះចប់មិនចេះហើយជាតួអង្គជាន់ខ្ពស់ដែលមានអំណាចមួយអង្គឬគឺដោយសារតែគាត់ជឿជាក់ថាគ្មាននរណាម្នាក់ក្នុងវ័យរបស់គាត់អាចបញ្ជូនគាត់ឲ្យហោះទៅឆ្ងាយដោយគ្រាន់តែឆន្ទៈដ៏ទេវភាពស្ទើរតែបង្ករបួសដល់គាត់អ្នកទៅណាប៉ុន្មានខែនេះមនុស្សនេះនិយាយហើយដោយមិនបានសួរឈ្មោះឬក៏ប្រភពរបស់ស៊ីហាវនោះទេហើយចាប់ផ្ដើមធ្វើសកម្មភាពដោយផ្ទាល់បែបនេះទៀតវាច្បាស់ណាស់ថាគាត់យល់ពីអត្តសញ្ញាណរបស់ស៊ីហាវច្បាស់ណាស់ខ្ញុំបានចូលទៅក្នុងលំហងងឹតមួយស៊ីហាវបាននិយាយសមហេតុផលនេះជាទីក្រុងអធិរាជទោះបីជាវាមិនមែនជាបេះដូងនៃទីក្រុងក៏ដោយគ្រាន់តែជាដែនដីដ៏ស្ងាត់ជ្រងំនៅក្រៅទីក្រុងទោះបីជាយ៉ាងនេះក្តីអ្នកមិនមានកម្លាំងដើម្បីបើកលំហទេអ្នកដែលមកបាននិយាយដោយសម្លេងត្រជាក់ដូចតកកនឹងមិនសូវចិត្តល្អប៉ុន្មាននោះទេបើដូច្នេះតើជាន់ខ្ពស់មានអារម្មណ៍ថាខ្ញុំនៅឯណាស៊ីហាវបានសួរគាត់មានអារម្មណ៍ខឹងបន្តិចទើបគាត់តែចេញមកទេប៉ុន្តែគាត់កំពុងត្រូវបានអ្នកផ្សេងរិះគន់ទើបតែពេលនេះទេគាត់ស្ទើរតែរងរបួសធ្ងន់បែបនេះជាលទ្ធផលមនុស្សនេះបានស្ងប់ស្ងាត់វាច្បាស់ណាស់ថាស៊ីហាវបានចូលទៅក្នុងលំហផ្សេងឬក៏គាត់អាចបាត់ខ្លួនអស់រយៈពេលប្រហែលខែដោយរបៀបណាអ្នកជំនាញដ៏អស្ចារ្យទាំង3បានផ្លាស់ប្ដូរស្វែងរកជំវិញប៉ុន្តែពួកគេបានរកឃើញថាគាត់ហាក់ដូចជាបានបាត់ខ្លួនទៅក្នុងខ្យល់មិនអាចរកគាត់ឃើញមិនដឹងមិនថាពួកគេបានធ្វើអ្វីឡើយហើយអ្វីបានជាអ្នកទើបតែលេចមកឥឡូវនេះបរិសុទ្ធចំណាស់ស្លៀកពាក់ពណ៌ប្រផេះរូបនេះបានសួរស៊ីហាវបានយល់ថានេះជាទីក្រុងអធិរាជនៅទីបំផុតជាកន្លែងសំខាន់បំផុតមួយរបស់ពិភពលោកវាការពារព្រំដែនស្ងាត់ជ្រងំដូច្នេះវានឹងមិនអោយអ្នកណាម្នាក់បាត់ខ្លួនបានឡើយគាត់ឆ្លើយដោយស្ងប់ស្ងាត់ថាខ្ញុំមិនអាចរំដោះខ្លួនបានទេមានតែនៅពេលដែលលំហនោះបើកដោយអាចកំបាំងទើបខ្ញុំអាចចេញមកទីនេះបានអញ្ចឹងឬខ្ញុំមិនជឿឯងទេអនុញ្ញាតខ្ញុំស្វែងរកព្រលឹងរបស់អ្នកមនុស្សនេះនិយាយទឹកមុខរបស់ស៊ីហាវបានផ្លាស់ប្ដូរភ្លាមតើមនុស្សធម្មតាអាចធ្វើរឿងបែបនេះបានយ៉ាងណាសម្រាប់អ្នកដាំដុះលុះត្រាតែជាសត្រូវស្លាប់រស់ពួកគេនឹងមិននិយាយថាពួកគេនឹងស្វែងរកព្រលឹងដើមឡើយវាគឺដោយសារតែនេះមិនត្រឹមតែធ្វើបាបគាត់ប៉ុណ្ណោះទេប៉ុន្តែវាជាការអាម៉ាស់ផងដែរជាន់ខ្ពស់អ្នកនិងខ្ញុំមិនមែនជាសត្រូវទេដូច្នេះការធ្វើបែបនេះគឺស្មើនឹងធ្វើឲ្យខ្ញុំបាក់មុខនឹងឯងស៊ីហាវបាននិយាយឯងថាធ្វើឲ្យអាម៉ាស់ឬបុគ្គលស្លៀកពាក់ពណ៌ប្រផេះនោះសើចទាំងមានការមើលងាយបន្តិចមុខក្មេងនិងស្លេករបស់គាត់មានចេតនាយ៉ាងត្រជាក់វាច្បាស់ណាស់ថាគាត់មិនបានយកចិត្តទុកដាក់ខ្លាំងចំពោះពាក្យរបស់ស៊ីហាវទេព្រោះគម្លាតកម្លាំងរវាងពួកគេទាំងពីរគឺធំពេកមិនស្ថិតនៅលំដាប់ដូចគ្នានោះទេតើខ្ញុំបានធ្វើអ្វីដែលធ្វើឲ្យអាម៉ាស់មុខរបស់គាត់មានទឹកមុខប្រងើយកន្តើយខណៈដែលគាត់បន្ថែមពាក្យនេះឲ្យសម្លឹងទៅមើលស៊ីហាវមិនបានឆ្លេញនិយាយអ្វីទេឥឡូវនេះពួកគេបានឈានទៅដល់ចំណុចនេះរួចទៅហើយតើអាចនិយាយអ្វីបានទៀតទៅមនុស្សនេះច្បាស់ជាគ្មានចេតនាល្អនោះទេក្នុងពេលជាមួយគ្នានេះគាត់បានដកដង្ហើមធំក្នុងចិត្តពិតជាមានប្រភេទនេះកំពុងតែរងចាំគាត់មែនដែរឬទេត្រូវចងចាំថាអ្នកដែលអាចបង្ហាញខ្លួននៅទីនេះច្បាស់ជាមិនមែនជាអ្នកជំនាញធម្មតានោះទេប៉ុន្តែមានខ្លះដែលប្រឆាំងនឹងគាត់មិនចាំបាច់និយាយនោះទេស្ថានភាពឥឡូវមើលទៅអាប់អួនណាស់តែប៉ុតស៊ីហាបានតាំងចិត្តរួចហើយថាគាត់នឹងអាចស្លាប់នៅទីនេះភ្លាមទោះជាយ៉ាងណាក៏ដោយគាត់នៅតែមិនព្រមតើអ្នកកំពុងមើលថាខ្ញុំជាសត្រូវឬសម្លឹងមើលខ្ញុំដោយក្រសែភ្នែកបែបនោះបុគ្គលសម្លៀកបំពាក់ពណ៌ប្រផេះនិយាយដោយត្រជាក់មុខក្មេងរបស់គាត់ឥឡូវគ្របដណ្ដប់ទៅដោយទឹកកកកាន់តែច្រើនសម្លឹងមើលភ្នែករបស់ស៊ីហាវភាពវឹកវរដ៏ធំចិត្តនឹងកើតឡើងអ្នកនិងខ្ញុំសុទ្ធតែជាមនុស្សនៃឋានសួគ៌និងផែនដីនេះមិនមែនជាសត្រូវស្លាប់រស់នោះទេទោះជាយ៉ាងណាក៏ដោយសកម្មភាពរបស់អ្នកនៅទីនេះបានធ្វើឲ្យខ្ញុំអាម៉ាស់មុខខ្ញុំនឹងមិនសម្របសម្រួលនោះទេស៊ីហាវបាននិយាយព្រោះការស្វែងរកស្នាមប្រភពនៃវិញ្ញាណដើមរបស់គាត់បែបនេះមានន័យថាគាត់នឹងមិនមានអាចកំបាំងអ្វីឡើយអ្នកដាំដុះអាណាចក្រ
បូជាពិសិដ្ឋតូចតែម្នាក់នេះនិយាយច្រើនម៉ាត់បែបនេះមកពីណាទោះជាទេវតាឋានសួគ៌ពិតប្រាកដបង្ហាញខ្លួននៅចំពោះមុខខ្ញុំក៏ដោយក៏ពួកគេនៅតែត្រូវស្ដាប់បង្គាប់ខ្ញុំដែរចុះបើខ្ញុំស្វែងរកវិញ្ញាណដើមតូចរបស់អ្នកទៅបន្ទាប់ពីនិយាយហើយបុគ្គលស្លៀកពាក់ពណ៌ប្រផេះបាននិយាយដោយផ្ទាល់រួចលានម្រាមដៃដើម្បីធ្វើសកម្មភាពចង្អុលទៅចន្លោះចិញ្ចើមរបស់ស៊ីហាវនៅពេលនេះសាច់ដុំនិងឆ្អឹងរបស់ស៊ីហាវហៀបនឹងបែកវិញ្ញាណទេវភាពរបស់គាត់ចិត្តដឺរលំមិនអាចទប់ទល់បានឡើយឥឡូវនេះអ្វីក៏ដោយឲ្យតែគាត់អាចធ្វើបានគាត់នឹងធ្វើដើម្បីទប់ទល់ទោះបីជាគាត់ត្រូវស្លាប់យ៉ាងអាក្រក់ក៏ដោយព្រោះនេះគឺហួសហេតុពេកហើយមិនអាចនិយាយគ្នាបានទេប្រសិនបើសត្រូវពិតប្រាកដប្រព្រឹត្តចំពោះគាត់បែបនេះគាត់នឹងមិនមានអ្វីត្រូវនិយាយជាមួយនោះទេទោះជាយ៉ាងណាក៏ដោយនេះជាច្បាប់មនុស្សនៅខាងក្រៅតែមួយជាការពិតណាស់គាត់បានចាត់ទុកអ្នកជំនាញនេះជាសត្រូវរួចទៅហើយទោះបីជាគាត់មានការប្រើប្រាស់សំខាន់មួយចំនួននៅក្នុងភាពវរធំដែលមកដល់ក៏ដោយទោះបីជាមនុស្សនេះជាអ្នកការពារទីក្រុងអធិរាជក៏ដោយគាត់នៅតែមិនទទួលស្គាល់វាឡើយនៅក្នុងភ្នែករបស់គាត់នៅក្នុងបេះដូងរបស់គាត់ចាប់ពីពេលនេះទៅមនុស្សនេះគឺជាស្ត្រីរបស់គាត់គ្មានអ្វីផ្សេងទៀតទេស៊ីហាវទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីទប់ទល់អាវក្រប្រយុទ្ធដែលតាក់ទងនឹងអធិរាជរន្ទះបានលេចឡើងហើយសាក្រាមវិញ្ញាណ 10000 ត្រូវបានកាន់ក្នុងដៃរបស់គាត់ទប់ទល់នឹងសម្ពាធដ៏ធំធេងមិនចង់ឲ្យព្រលឹងរបស់គាត់ត្រូវបានស្វែងរកឡើយលើពីនេះដៃម្ខាងទៀតរបស់ស៊ីហាវបានបង្កើតមាត្រដ្ឋាននាគប្រឆាំងទោះបីជាវាពិបាកក៏ដោយក៏គាត់នៅតែវាយទៅខាងក្រោយឆ្ពោះទៅកាន់មនុស្សនោះដោយមិននឹកស្មានដល់លើកនេះវាមិនមែនជាសាក្រាមវិញ្ញាណ 10000 នោះទេឬមាត្រដ្ឋាននាគប្រឆាំងដែលគាត់បានរស់ឡើងវិញនោះទេប៉ុន្តែវាជាអាវក្រោះដែលតាក់ទងនឹងអធិរាជរន្ទះវាបានបញ្ចេញសម្លេងពន្លឺដតេវភាពបានបញ្ចេញពន្លឺពីគ្រប់ទិសទីនិងគ្មានទីបញ្ចប់នៅពេលនេះអាវក្រោះនោះញ័រហាក់ដូចជាស្រកាត្រីកំពុងតែរំកិលមកបញ្ចេញពន្លឺចិញ្ចាចនិងសម្លេងចេងវាត្រូវគ្របដណ្ដប់ដោយច្រេះដំបងប៉ុន្តែឥឡូវនេះវាបានភ្លឺចែងចាំងនិងរលោងប្រែពីពណ៌ស្រអាប់ទៅជាភ្លឺចិញ្ចាចដោយឆ្លងការផ្លាស់ប្ដូរដ៏អស្ចារ្យជាការប៉ុណ្ណាអាវក្រោះនោះរហែកផ្ទៃរបស់វាពោពេញទៅដោយរន្ទះនេះមិនអាចបិទបាំងបានឡើយអាវក្រោះអធិរាជរន្ទះទឹកមុខរបស់បុគ្គលស្លៀកពាក់ពណ៌ប្រផេះនេះបានផ្លាស់ប្ដូរម្រាមដៃនោះហៀបនឹងទៅដល់ថ្ងាសរបស់ស៊ីហាវប៉ុន្តែវាមកដល់ការឈប់យ៉ាងតឹងរ៉ឹងអាក្រនេះបានភ្លឺដោយត្បូងថ្មដូចជាអណ្ដាតភ្លើងដ៏សន្ធោសន្ធៅវាកាន់តែអស្ចារ្យទៅដែលផ្ទុះឡើងជាមួយនឹងពន្លឺនិងធម្មពលដែលគួរឲ្យភ្ញាក់ផ្អើលក្រោមសម្ពាធដ៏ធំខ្ញុំស្អប់ការត្រូវបានរដ្ឋបတ်ដោយអ្នកដទៃប៉ុន្តែសម្លៀកបំពាក់ប្រយុទ្ធនេះពិតជាមិនធម្មតានោះទេដែលមានសេរីរុងរឿងនិងរឿងព្រេងនិទានគ្មានទីបញ្ចប់ទោះជាយ៉ាងណាក៏ដោយការប្រើវាដើម្បីដោះស្រាយជាមួយខ្ញុំគឺជារឿងមួយដែលកំហុសឆ្គងដ៏ធំដែលមិនអាចបកក្រោយបានទឹកមុខរបស់បុគ្គលស្លៀកពាក់ពណ៌ប្រផេះបានក្លាយជាត្រជាក់ទោះបីជាគាត់ភ្ញាក់ផ្អើលនិងតក់ស្លុតក៏ដោយរលកកំហឹងបានលេចឡើងនៅលើមុខរបស់គាត់ដែលគ្មានពណ៌ដោយទទូចចង់ធ្វើសកម្មភាពប្រឆាំងនឹងស៊ីហាវស្វែងរកមនសិការដ៏ទេវភាពរបស់គាត់បាត់ដៃនិងម្រាមដៃបានចុះហើយបញ្ចេញសម្ពាធដ៏ធំសម្បើមហៀបនឹងបំបីព្រះអាទិត្យនិងព្រះច័ន្ទភ្នំនិងទន្លេអាក្រោះនេះបានបញ្ចេញពន្លឺចម្រុះពណ៌ដ៏សែនល្អបញ្ឈប់ម្រាមដៃនោះភ្លាមភ្នែករបស់ស៊ីហាវមុតស្រួយកំហឹងនៅក្នុងខ្លួនរបស់គាត់ហៀបនឹងទៅដល់មេឃមនុស្សម្នាក់ទៀតពិតជាគ្មានការរដ្ឋបတ်អ្វីឡើយប្រព្រឹត្តទៅដោយគ្មានសិលធម៌បន្តិចសោះគាត់ច្បាស់ជាជនរងគ្រោះដែលកំពុងការពារខ្លួនប៉ុន្តែបានបង្កឲ្យមានកំហឹងភេទគីម្ខាងទៀតហាក់ដូចជាស៊ីហាវគួរតែលាលែងពីតំណែងនឹងទៅការប្រមាថនិងការធ្វើបាបតាំងពីកំណើតការតស៊ូបន្តិចបន្តួចគឺជាអំពើបាបដ៏ធំសម្លៀកបំពាក់ប្រយុទ្ធបានបញ្ចេញសម្លេងព្រោះបំណែកដែកអាវក្រោះដែលគេហៅថានោះកំពុងតែញ័របញ្ចេញពន្លឺចម្រុះពណ៌ដ៏ភ្លឺចិញ្ចាចនិងបញ្ឈប់ដៃនោះទោះជាយ៉ាងណាក៏ដោយវានៅតែជាអាវក្រោះដែលខូចខាតនៅទីបញ្ចប់រុនជាច្រើននៅលើផ្ទៃរបស់វាទាំងនេះគឺជាកំហុសដ៏សាហាវអាឡ័យនេះមានថាវាប្រេះបាយទាំងឯងមានរុនមានអីហ្នឹងបងប្អូនម្រាមដៃរបស់បុគ្គលស្លៀកពាក់ពណ៌ប្រផេះបានរំកិលចុះក្រោមចូលតាមរុនមួយហៀបនឹងទទួលបានការចងចាំរបស់ស៊ីហាវយ៉ាងខុសខើមិនគួរឲ្យជឿទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ដែលមិននឹកស្មានដល់បានកើតឡើងម្ដងទៀតវាច្បាស់ណាស់ថាដោយសារតែមានវត្តមានរន្ទះនៅលើអាវក្រោះដែលធ្វើឲ្យអាវក្រោះនោះមិនធម្មតាការប្រែប្រួលអាថ៌កំបាំងបានលេចឡើងនៅលើរុនបង្កើតជាខ្សែខ្យល់គួចដ៏គួរឲ្យភ័យខ្លាចបានវាយប្រហារយ៉ាងសាហាវលើពីនេះនៅពេលដែលពណ៌របស់អាវក្រោះបានផ្លាស់ប្ដូរបន្តិចម្ដងបដូរពីពន្លឺចិញ្ចាចទៅជាខ្មៅងងឹតជ្រៅនិងគួរឲ្យខ្លាចហើយយ៉ាងត្រជាក់មានអរ៉ាដ៏អស្ចារ្យមួយត្រូវបានបញ្ចេញផងដែរទោះបីជាម្រាមដៃនោះបានចុះមកក៏ដោយក៏វាមិនបានបំបែកតាមចន្លោះចិញ្ចើមរបស់ស៊ីហាវនៅឡើយហើយត្រូវបានបញ្ឈប់ដោយអាវក្រោះខ្មៅនិងរារាំងដោយអរ៉ាមានអធិពលការប្រែប្រួលខ្លាំងបានរលកចេញទៅក្រៅហើយបានបក់បោកគ្រប់ទីនៅកន្លែងនេះវាហាក់ដូចជាផ្
ផ្កាយបានបុកចូលទៅក្នុងសមុទ្ររលកកំពុងបោកបោះយ៉ាងខ្លាំងទៅដល់ឋានសួគ៌ទាំង9ខាងលើនិងផែនដីទាំង10នៅខាងក្រោមអូមួយថ្ងៃតាមយល់នេះន័យថាណាញ heaven ហ្នឹងគឺនៅខាងលើហើយផែនដីទាំង10ហ្នឹងគឺនៅខាងក្រោមនិយាយទៅដូចមេឃឯនឹងផែនដីទៅចុះអានេះគេពីដំបូងគេទៅសេថា9 heaven and 10 earth ហ្នឹងឯងសម្លៀកបំពាក់ប្រយុទ្ធរបស់អធិរាជរន្ទះបានប្រតិជាខ្មៅម្ដងត្រូវបង្ខំទៅដល់កម្រិតនេះពីចម្ងាយមាននរណាម្នាក់និយាយសម្លេងរបស់គាត់ច្បាស់ជាមានកំហឹងកាន់តែជាប្រភេទដែលអស់សង្ឃឹមក៏ដូចជាប្រភេទមានចេតនាសម្លាប់ផងដែរមាននរណាម្នាក់បានមកដល់កណ្ដាប់ដៃមួយបោកទៅខាងក្រៅលបឿននឹងលឿនពេកហើយគ្មានរូបរាងណាមួយអាចមើលឃើញនៅឡើយហាក់ដូចជាពេលវេលាត្រូវបានគ្រប់ដណ្ដប់ស្រាប់តែសម្លាប់ពីអតីតកាលរហូតមកដល់បច្ចុប្បន្នលេចនៅទីនេះប៉េងទីបំផុតបុគ្គលស្លៀកពាក់ពណ៌ប្រផេះបានធ្វើសកម្មភាពប្រឆាំងនឹងស៊ីហាមានអារម្មណ៍ស្ទាក់ស្ទើរបន្តិចគាត់បានដកថយដើម្បីទប់ទល់នឹងកណ្ដាប់ដៃដែលបានមកដល់ភ្លាមផ្កាភ្លើងបានហោះរវាងអ្នកទាំងពីរនិមិត្តសញ្ញាបានប្រញាប់ប្រញាល់ទៅកាន់ឋានសួគ៌បើមិនមែនសម្រាប់អាវក្រោះប្រយុទ្ធរបស់អធិរាជរន្ទះនោះទេគាត់ប្រកាសជាត្រូវបានបំបែកដោយរលកនៃការតក់ស្លុតនិងប្រែទៅជាម្សៅទោះបីជាយ៉ាងនេះក្តីគាត់អាចមានអារម្មណ៍ថាមានសម្លៀកបំពាក់ប្រយុទ្ធដ៏កាចសាហាវក៏ដូចជារលកនៃការតក់ស្លុតបានបំផ្លិចបំផ្លាញវាពិតជាគួរឲ្យភ័យខ្លាចពេកហើយដុងអានេះសម្លេងប៉ះគ្នាហ្នឹងឯងកណ្ដាប់ដៃពីរបានប៉ះទង្គិចគ្នាវាហាក់ដូចជាព្រះអាទិត្យមួយត្រូវបានផ្ទុះពន្លឺគ្របដណ្ដប់ពិភពលោកដ៏ស្រអាប់នេះភ្លាមធ្វើឲ្យវាកាន់តែភ្លឺជាងពេលថ្ងៃទៅទៀតនៅលើដីឆ្អឹងស្ងួតគ្រប់ប្រភេទបានហោះទៅលើអាកាសមុនពេលផ្ទុះប្រែទៅជាម្សៅដូចព្រិលហោះហើរដូចខ្សាច់ហក់ឡើងដូចព្រិលនៅក្នុងពេលជាមួយគ្នានេះលំនាំបានបង្កើតលេចឡើងលើដីជាបន្តបន្ទាប់ការរឹតបន្តឹងផែនដីដ៏ធំទប់ទល់នឹងលំហធ្វើឲ្យអ្វីៗទាំងអស់បិទចិត្តការពារវាកុំឲ្យរំជួយនឹងការដួលរលំអ្នកដែលបានមកបកដៃអារបស់គាត់ជួយស៊ីហាវបន្សាបស្ថានភាពគ្រោះថ្នាក់ដោយខ្លាចថាគាត់នឹងត្រូវបំបែកដោយរលកនៃសមរភូមិគាត់មានអាវក្រោះប្រយុទ្ធរបស់អធិរាជរន្ទះដែលបានរស់ឡើងវិញអ្នកមិនចាំបាច់បារម្ភអ្វីទេឥឡូវនេះគាត់នឹងមិនស្លាប់ឡើយបរិសុទ្ធស្លៀកពាក់ពណ៌ប្រផេះបាននិយាយទឹកមុខរបស់គាត់ស្មុគស្មាញយ៉ាងខ្លាំងអ្នកនៅតែមានមុខនិយាយថាអាវក្រោះប្រយុទ្ធរបស់អធិរាជរន្ទះតែអ្នកមិនបានឃើញទេឬវាខ្មៅងងឹតដូចទឹកខ្មៅកាលពីមុននៅក្នុងទីក្រុងអធិរាជវាហៀបនឹងធ្លាក់ចូលទៅក្នុងភាពងងឹតរួចទៅហើយអ្នកដែលបានមកស្ដីបន្ទោសចង់និយាយថានេះអ្នកមកហ្នឹងគឺស្ដីបន្ទោសឲ្យអាប្រុសប្រតិចារស្លៀកពាក់ពណ៌ប្រផេះហ្នឹងឯងនៅក្នុងទីក្រុងអធិរាជអាវក្រោះប្រយុទ្ធរបស់អធិរាជរន្ទះហាក់ដូចជាត្រូវបានជំរុញអរ៉ារបស់វាឲ្យពុះកញ្ជ្រោលអំណាចដតីភាពកំពុងបោកបក់ការពារស៊ីហាវប៉ុន្តែក្នុងរយៈពេលជាមួយគ្នានេះក៏បានបញ្ចេញប្រភេទអរ៉ាដ៏ខ្មៅងឹតដែលចង់ស៊ីគាត់ផងដែរនៅទីបំផុតគាត់មិនអាចទប់ទល់បានឡើយហើយបានបញ្ចេញសម្លេងក្រហមយ៉ាងខ្លាំងចាប់ផ្ដើមធ្វើសកម្មភាពវាប្រហារបុគ្គលស្លៀកពាក់ពណ៌ប្រផេះនោះវាគឺដោយសារតែគាត់មានការសោកសៅនៅខាងក្នុងប៉ុន្តែដោយសារតែសម្លៀកបំពាក់ប្រយុទ្ធទាំងនេះកំពុងតែញាស់ហាក់ដូចជាមានឆន្ទៈដែលបញ្ជូនគាត់ទៅជាមួយពួកគេទាំងពីរមានភាពសោកសៅឥឡូវនេះពួកគេកំពុងតែវាយប្រហារយ៉ាងសាហាវអ្នកនៅតែហ៊ានធ្វើសកម្មភាពប្រឆាំងនឹងខ្ញុំឬភ្នែករបស់បុគ្គលស្លៀកពាក់ពណ៌ប្រផេះបានខ្លាយទៅជាត្រជាក់លើកដៃឡើងលើហើយទះកំភ្លៀងតើអ្នកចង់ធ្វើឲ្យអាវក្រោះប្រយុទ្ធរបស់អធិរាជរន្ទះធ្លាក់ចូលទៅក្នុងភាពងងឹតជារៀងរហូតឬមនុស្សម្នាក់ទៀតបានបញ្ឈប់គាត់ដោយស្ដីបន្ទោសយ៉ាងខ្លាំងអ្នកឃើញទេគ្រាន់តែអ្នកដាំដុះទុយម្នាក់ដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងទីក្រុងអធិរាជប៉ុន្តែគាត់ហ៊ានធ្វើសកម្មភាពប្រឆាំងនឹងខ្ញុំតែគាត់អាចត្រូវបានលើកលែងដោយរបៀបណាដោយគ្មានទោសនោះបុរសស្លៀកពាក់ពណ៌ប្រផេះបាននិយាយទោះបីជាកណ្ដាប់ដៃរបស់គាត់ត្រូវបានបញ្ឈប់ក៏ដោយរាងកាយរបស់គាត់បានភ្លឺបង្កើតជាអសរឆ្អឹងដែលប្រញាប់ប្រញាល់ទៅកាន់ស៊ីហាវប៉េងនៅពេលដែលរលកទាំងនេះប៉ះទង្គិចគ្នាធម្មពលបានប្រែប្រួលដូចជារលកលើពេលនេះទៅទៀតវាបានបញ្ចេញសម្លេងក្រហមយ៉ាងខ្លាំងក្លាស៊ីហាវបានប្រយុទ្ធរហូតដល់រាងកាយរបស់គាត់ប្រឡាក់ឈាមអាវក្រោះប្រយុទ្ធរបស់អធិរាជរន្ទះឥឡូវនេះវាខ្មៅដូចជាទឹកខ្មៅស្ទើរតែស៊ីភ្នែករបស់គាត់រហូតពួកវាប្រែទៅជាប្រហោងទាំងពីរคล้ายទៅជាគួរឲ្យភ័យខ្លាចមិនគួរឲ្យជឿទោះជាយ៉ាងណាក៏ដោយទោះបីជាបន្ទាប់ពីការវាយប្រហារដ៏មានឥទ្ធិពលបែបនេះក៏ដោយស៊ីហាវមិនបានស្លាប់ទេដោយបានបញ្ឈប់អសរឆ្អឹងនិងភាគីម្ខាងទៀតឈប់មនុស្សម្នាក់ទៀតបានស្រែកដោយវាយប្រហារបុរសស្លៀកពាក់ពណ៌ប្រផេះយ៉ាងខ្លាំងដោយការនិយាយកាលពីមុនវាបានមកពីភាពអយុត្តិធម៌ដ៏ធំសម្បើមមួយបានកើតឡើងនៅក្នុងទីក្រុងអធិរាជទើបបណ្ដាលឲ្យឆន្ទៈរបស់អាវក្រោះប្រយុទ្ធរបស់អធិរាជដែលខូចខាតត្រូវរងរបួសធ្វើការតស៊ូឲ្យស្ទើរតែធ្លាក់ចូលទៅក្នុងភាពងងឹតឥឡូវនេះបើគ្រាន់តែដោយសារតែអ្នកប្រកាន់ភ្ជាប់នៅវិធីសាស្ត្ររបស់អ្នករហូតបង្ខំឲ្យអាវក្រោះដ៏មានតម្លៃប្រែក្លាយទៅជាអាវក្រោះ
ទេវភាពងងឹតដោយនាំយកទេពកោសលនេះទៅជាមួយហើយចាក់ចេញនោះតើអ្នកនឹងអាចទទួលខុសត្រូវនៅពេលអនាគតបានដែរឬទេដុងខណៈពេលដែលស្រែកដោយកំហឹងបុគ្គលនេះនឹងបរោះស្លៀកពាក់ពពប្រភេទបានប៉ះទង្គិចគ្នាម្ដងទៀតការផ្លាស់ប្ដូរគឺខ្លាំងណាស់ទោះបីជាស៊ីហើយត្រូវបានស៊ីដោយភាពងងឹតក៏ដោយក៏គាត់មិនបានឈឺចាប់ខ្លាំងដែរគាត់អាចលឺនិងឃើញអ្វីគ្រប់យ៉ាងយ៉ាងច្បាស់រលកដ៏ធំបានរំកិលនៅក្នុងខ្លួនរបស់គាត់តើមានស្ថានភាពអយុត្តិធម៌ស្រដៀងគ្នាមុននេះដែរឬទេវាត្រូវតែធ្ងន់ធ្ងរជាងពេលបច្ចុប្បន្នទៅទៀតការធ្វើបាបមនុស្សមួយចំនួនដោយបង្ខំបង្កឲ្យអាវក្រប្រយុទ្ធអធិរារន្ទះប្រជាខ្មៅហើយចាប់ផ្ដើមចាក់ចេញអ្នកគ្រាន់តែជាអ្នកដាំដុះទុចម្នាក់បន្ទាប់ពីត្រូវបានចាប់យើងនឹងអាចចម្រាញ់អាវក្រនេះជាមួយគ្នានៅពេលក្រោយហើយដោះស្រាយបញ្ហាទាំងអស់បរោះស្លៀកសម្លៀកបំពាក់ពណ៌ប្រភេទបាននិយាយឈប់ប្រកាន់ភ្ជាប់វិធីសាស្ត្ររបស់អ្នកទៅបើមានបញ្ហាកើតឡើងអ្នកនឹងមិនអាចទទួលខុសត្រូវបានទេមនុស្សអ្នកទៀតបានស្រែកឥឡូវនេះស៊ីហៅបានខ្លាចទៅជាអ្នកខាងក្រៅគាត់មិនបាននិយាយអ្វីទេគាត់នៅឈរមិនឆ្ងាយប៉ុន្មានហើយមើលពួកគេប្រយុទ្ធគ្នាហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំទ្របន្ទុកនេះបានមិនមែនគ្រាន់តែជាអ្នកដាំដុះអាណាចក្របូជាដល់ពិសិដ្ឋទេឬតែគាត់អាចរាប់បញ្ចូលអ្វីខ្ញុំនឹងមិនទទួលស្គាល់ថាគាត់សូម្បីតែជាអធិរាជអស្ចារ្យក៏ដោយបរោះស្លៀកពាក់ពណ៌ប្រភេទបាននិយាយបេះដូងតើរបស់អ្នកមានបញ្ហាណាស់ពិតជាអនុញ្ញាតឲ្យរឿងខាងក្រៅមួយចំនួននិងរឿងតូចតាចបណ្ដាលឲ្យអ្នកភ្លេចខ្លួនអ្នកកំពុងបង្ហាញសញ្ញានៃការធ្លាក់ចុះទៅក្នុងភាពអន់ថយហើយមនុស្សម្នាក់ទៀតបានស្រែកបរោះស្លៀកពាក់ពណ៌ប្រភេទសើចត្រជាក់នៅពេលដែលគាត់ឮបែបនេះចេតនារបស់គាត់កាន់តែលឿនអ្នកបានមកពីឋានសួគ៌គ្មានដែនកំណត់គ្រាន់តែដោយសារតែអ្នកបានឃើញយុវជនមួយចំនួនត្រូវបានបង្ក្រាបដោយយុវជននេះអ្នកមានអារម្មណ៍មិនពេញចិត្តឥឡូវនេះអ្នកដោះស្រាយជាមួយគាត់ឬមនុស្សនោះបានបន្តស្រែកតើអ្នកកំពុងនិយាយអ្វីផ្ដេសផ្ដាស់ខ្ញុំគ្រាន់តែបំពេញភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះយ៉ាងណាមិញគាត់បានបាត់ខ្លួនអស់រយៈពេលប៉ុន្មានខែដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីស្វែងរកគាត់នោះទេបរោះស្លៀកពាក់ពណ៌ប្រភេទបាននិយាយដោយត្រជាក់រំញ័រដ៏ធំមួយបានរីករាលដាលពួកគេបានប៉ះទង្គិចគ្នាជាបន្តបន្ទាប់អសរឆ្អឹងដែលចាក់ស្រេះចូលគ្នាពន្លឺដតេវភាពបានពុះកញ្ជ្រោលប្រពេចនោះមានសម្លេងមួយនិយាយថាអ្នកទាំងពីរប្រយុទ្ធគ្នាឯងដោយមិនខ្វល់អ្នកខាងក្រៅនិងពីសត្រូវកំពុងតែវាយប្រហារនោះឡើយនៅពេលនេះមាននរណាម្នាក់បានបញ្ចេញសម្លេងស្រែកខ្លាំងពីចម្ងាយវាច្បាស់ថាឋានៈរបស់អ្នកដែលស្រែកគឺខ្ពស់ខ្លាំងណាស់មិនធម្មតានៅទីបំផុតបានធ្វើឲ្យបរិសុទ្ធស្លៀកពាក់ពណ៌ប្រផេះមានអារម្មណ៍ផិតភ័យបន្តិចការប្រយុទ្ធរបស់ពួកគេបានថយចុះហើយបន្ទាប់មកក៏បានឈប់ត្រឡប់ទៅទីក្រុងវិញមនុស្សម្នាក់បានបញ្ចេញសម្លេងស្រែកដ៏ត្រជាក់សម្លេងនោះចាស់បន្តិចប៉ុន្តែមានសេចក្តីថ្លៃថ្នូរមិនគួរឲ្យជឿមនុស្សម្នាក់បានទះស្មាសៀហៅដែលនាំគាត់ទៅជាមួយរួចនិយាយថាកន្លែងនេះធំទូលាយណាស់បើទោះជាអ្នកមានជំនាញក៏ដោយក៏នៅទីនេះវាដូចជាការធ្វើដំណើរឆ្លងកាត់លំហអវកាសពិបាកទៅដល់ដែនកំណត់របស់វាណាតែពិតនេះវាមិនខុសគ្នាប៉ុន្មានពីការឆ្លងកាត់លំហអវកាសនោះទេតាមផ្លូវគាត់បានឃើញសំណល់ផ្កាយមួយបន្ទាប់ពីមួយទៅមួយជាបំណែកបែកបាក់លេចឡើងលើដីពួកគេបានមកដល់ដោយចូលទៅដល់ចិត្តទីក្រុងដ៏ធំសម្បើមនេះគឺជាទីក្រុងកណ្ដាលក៏ដូចជាតំបន់ស្នូលនៃទីក្រុងអធិរាជកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់តិចបើយើងបានមើលអេនីមេគឺដឹងហើយបងប្អូនកន្លែងហ្នឹងមានន័យថាមានមនុស្សម្នាក់ដែលចង់គេបន្តពីស៊ីហៅចេញពីពិភពលោកនោះមកពិភពលោកវិញហ្នឹងគឺចង់ scan មើលការដឹងយល់ដឹងរបស់មនុស្សស៊ីហៅហ្នឹងឯងហើយបន្ទាប់មកក៏មានមនុស្សម្នាក់ទៀតមករៀបរៀងតែរៀបរៀងអត់ជាប់ទេក៏មានមនុស្សម្នាក់ទៀតបានមករៀបរៀងបានខត់ទៅស្ដាប់កន្លែងហ្នឹងគឺអញ្ចឹងហ្នឹងឯងបងប្អូនហើយយើងស្ដាប់ទៅគឺការប្រយុទ្ធគ្នារវាងមនុស្ស3នាក់ដំបូងគឺអ្នកការពារពពកផែហ្នឹងប្រយុទ្ធជាមួយស៊ីហៅដល់ពេលហើយបានមានម្នាក់ទៀតមករៀបរៀងដល់ពេលពីរនាក់ហ្នឹងវាយទៅស្មើគ្នាក៏មានម្នាក់ទៀតមកប្រក្រាបម្នាក់ហ្នឹងហើយក៏បាននាំស៊ីហៅទៅចូលទីក្រុងអធិរាជហ្នឹងឯងបើយើងកាត់ឲ្យខ្លីៗហើយនៅវីដេអូក្រោយៗទៀតខ្ញុំព្យាយាមសម្រួលមុនធ្វើដោយសារតែវីដេអូនេះខ្ញុំឲ្យអានបដាសម្រួលបដាដល់ពេលចឹងកន្លែងខ្លះវាឆ្កងហើយយើងសម្រួលភ្លាមវាអត់រលូនហ្មងទេបងប្អូនហ្នឹងឯងតោះឥឡូវយើងតសាច់រឿងជើងជាបន្តទៀតទីក្រុងនេះធំសម្បើមណាស់ដូចជាទីក្រុងខាងក្រៅដែរសុទ្ធតែធ្វើពីផ្កាយដែលប្រមូលផ្ដុំគ្នានៅលើមេឃក៏មានព្រះច័ន្ទនិងព្រះអាទិត្យផងដែរដែលមានផ្កាយធំៗជាច្រើនវិលជុំវិញនិងអណ្ដែតនៅខាងក្រៅទីក្រុងគ្រឿងសឹកអធិរាជរន្ទះដែលត្រូវបានគេពាក់នៅតែភ្លឺចែងចាំងប៉ុន្តែវាសុទ្ធតែពន្លឺពណ៌ខ្មៅដូចជាទឹកថ្នាំសុទ្ធសាធអញ្ចឹងសូម្បីតែបេះដូងរបស់ស៊ីហៅក៏ហាក់ដូចជាត្រូវបានឆ្លងមេរោគដោយមានអារម្មណ៍ថាត្រជាក់យ៉ាងខ្លាំងលើកនេះការចូលទៅក្នុងទីក្រុងត្រូវអស់កម្លាំងជាច្រើនវាមិនអាចទៅរួចទេក្នុងការចូលតែម្នាក់ឯងជាឌីនិងម្នាក់នៅក្បែរស៊ីហៅ
អ្នកទាំងពីរបានធ្វើឲ្យឆ្អឹងមួយដុំសកម្មក្នុងពេលតែមួយហើយនរណាម្នាក់នៅក្នុងទីក្រុងក៏បានធ្វើឲ្យឆ្អឹងមួយដុំទៀតសកម្មផងដែរពួកគេបានរួមបញ្ចូលគ្នាបង្កើតជាដំណាក់កាលបង្កើតដែលទទួលពួកគេចូលទីក្រុងដ៏ធំសម្បើមល្វឹងល្វើយមានក្លិនអាប់អួរដ៏ធំមួយបានរីករាលដាលចេញមានតែពេលនេះទេទើបស៊ីហៅដឹងថាគាត់បានចូលទៅកន្លែងសំខាន់បំផុតនៅក្នុងទីក្រុងអធិរាជនេះមិនមែនជាទីក្រុងខាងក្រៅទេប៉ុន្តែជាកន្លែងដែលមានតែអ្នកបានចុះហត្ថលេខាលើកិច្ចសន្យាសម្ព័ន្ធបុរាណប៉ុណ្ណោះទើបអាចចូលបានពិភពលោកខាងក្រៅតែងតែងឿងឆ្ងល់ថាតើមានអ្នកជំនាញប៉ុន្មានអ្នកដែលនៅសេសសល់នៅក្នុងទីក្រុងទោះបីជាអត្ថិភាពបុរាណទាំងនោះនៅមានជីវិតក៏ដោយដោយសារតែគ្មាននរណាម្នាក់យល់ហេតុអ្វីបានជាកន្លែងនេះស្ងប់ស្ងាត់ដូចជាទីបញ្ចុះសពដូច្នេះពិភពខាងក្រៅមិនអាចដឹងអ្វីបានឡើយប៉ុន្តែថ្ងៃនេះស៊ីហៅពិតជាមានសំណាងអាចចូលទៅក្នុងទីក្រុងអធិរាជទោះបីជាគាត់បានចូលក៏ដោយក៏ស៊ីហៅនៅតែមានអារម្មណ៍ដូចជាស្រមោចដែលចូលទៅក្នុងព្រះបរមរាជវាំងរបស់អធិរាជឋានសួគ៌គាត់មិនអាចមើលឃើញវិភាពអស្ចារ្យពេញលេញនៃទីក្រុងនេះបានឡើយមានតែពេលគាត់បើកភ្នែកទើបអាចចូលទៅក្នុងជ្រុងមួយនៃកន្លែងនេះប៉ុណ្ណោះចឹងគេថាទោះបើកភ្នែកទើបក៏បានតែមួយជ្រុងដែរបងប្អូនមានថាវាធំហ្នឹងហើយទោះបីជាបែបនេះក៏ដោយក៏វានៅតែពិបាកក្នុងការបំភ្លឺទីក្រុងទាំងមូលតំបន់ជាច្រើនត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនិងតំបន់ស្រមោលធំជាច្រើនទៀតចឹងគេថាតំបន់ស្រមោលហ្នឹងគេថាវាអត់ច្បាស់វាព្រើបងប្អូនកន្លែងនេះនៅតែស្ងប់ស្ងាត់ស៊ីហៅបានស្វែងរកក្នុងភាពស្រអាប់ដោយសង្ឃឹមថានឹងបានឃើញអ្នកជំនាញនៅក្នុងក្រុងអធិរាជតើពួកគេមានលក្ខណៈយ៉ាងណាឲ្យពិតប្រាកដចុះចំណែកអ្នកចុងក្រោយនៃមហាទេពទាំង6កាលពីសម័យបុរាណពួកគេគួរតែមកទីនេះតើពួកគេនៅឯណាឥឡូវនេះចុះយេឈីងស៊នវិញតើនាងនៅឯណាស្ត្រីម្នាក់នេះបានបន្សល់ទុកនៅចំណាប់អារម្មណ៍ដ៏អស្ចារ្យពេកចំពោះស៊ីហៅមានតែកន្លែងនេះទេដែលស្ងប់ស្ងាត់ខ្លាំងដូចជាទីក្រុងកប់ខ្មោចមិនមានដានជីវិតណាមួយដែលអាចដឹងបានឡើយស៊ីហៅបានដើរតាមពួកគេទៅមុខដោយមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមានផ្កាយធំនៅលើដីទាំងនេះមិនមែនជាអ្វីដែលអាចចម្រាញ់វាពីមុនទេប៉ុន្តែវាជាផ្កាយពិតជាលាតសន្ធឹងរាប់ពាន់ម៉ាយរាប់ម៉ឺនម៉ាយមិនយូរប៉ុន្មានស៊ីហៅឃើញអាគារមួយចំនួនពួកគេសុទ្ធតាមដែតនៅលើអាកាសអមទៅដោយផ្កាយដែលបែកបាក់និងទន្លេផ្កាយដែលត្រូវបានបំផ្លាញអាគារទាំងនោះធំសម្បើមខ្លាំងណាស់ជាក់ស្ដែងវាជាវត្ថុបុរាណដែលមានអាយុកាលរាប់មិនអស់ហើយគ្មាននរណារស់នៅលើនោះទេតើនៅសល់មនុស្សប៉ុន្មាននាក់នៅក្នុងទីក្រុងនេះជាសំណួររបស់ស៊ីហៅទោះជាយ៉ាងណាក៏ដោយគាត់មិនបានឃើញអ្នកជំនាញដែលគ្មានគូប្រៀបដែលគេបានស្រមៃនោះទេនៅក្នុងតំបន់ស្រអាប់នេះនៅលើថ្មដ៏ធំមួយមានបុរសចំណោះម្នាក់កំពុងតែអង្គុយនៅពេលដែលមើលទៅឆ្ងាយមានអ្នកផ្សេងទៀតអ្នកខ្លះអង្គុយលើផ្កាយធំអ្នកខ្លះអង្គុយលើថ្មកំបោរម្នាក់ដូចជាបានរសាត់បាត់ទៅហើយនឹងមិនបញ្ចេញសម្លេងសូម្បីតែបន្តិចសម្លៀកបំពាក់និងគ្រឿងអលង្ការរបស់មនុស្សទាំងនេះគឺបុរាណខ្លាំងណាស់ពួកគេមិននិយាយរកគ្នាទេចម្ងាយរវាងពួកគេឆ្ងាយណាស់ម្នាក់កាន់កាប់តំបន់រៀងខ្លួនមានស្រទាប់ធូលីក្រាស់នៅលើដងខ្លួនរបស់ពួកគេមួយចំនួនមិនដឹងថាប្រមាណ1ឆ្នាំហើយដែលពួកគេមិនបានកម្រើកឡើយពួកគេបានคล้ายជាមួយនឹងកម្រាលឥដ្ឋនិងថ្មឥឡូវចង់និយាយថានៅយូរពេកចង់ឲ្យលាយចូលគ្នានឹងឯងកម្រាលឥដ្ឋហើយថ្មហ្នឹងថែមទាំងមានយក្សមួយដែលគ្របដណ្ដប់ដោយធូលីនៅលើក្បាលរបស់វាមានសម្បុកសត្វសាហាវហើយបានคล้ายជាកន្លែងសម្រាប់របស់សត្វសាហាវចង់និយាយថានៅយូរពេកដល់ថ្នាក់គេយកក្បាលធ្វើសម្បុកឯងក៏អត់ងើបចេញនេះវារាប់ម៉ឺនឆ្នាំហើយបងប្អូននៅពេលដែលមើលឈុតឆាកទាំងនេះស៊ីហៅមានអារម្មណ៍ថាដូចជាគាត់បានបើកឃើញគំនូរបុរាណមួយផ្ទះហើយបង្ហាញពីដាននៃពេលវេលាដែលមាននៅក្នុងនោះមានក្លិនប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលបានរីករាលដាលឈុតអាវក្រោះរបស់អធិរាជន្ទះវាបានត្រឡប់មកវិញបន្តិចម្ដងប៉ុន្តែឥឡូវនេះវាកាន់តែចិត្តទៅនឹងភាពងងឹតបុរសចំណាស់ដែលគាត់បានឃើញពីដំបូងឡើយបានបើកភ្នែករួចនិយាយសម្លេងរបស់គាត់ចម្លែកណាស់វាជាភាសាបុរាណមួយប្រភេទការពិតស៊ីហៅមិនអាចយល់បានទេប៉ុន្តែឆន្ទៈដ៏ទេវភាពរបស់គាត់កំពុងបញ្ជូនសម្លេងមកគាត់ទោះគាត់អាចយល់អត្ថន័យបានខ្លះនេះមិនមែនជាអ្នកបណ្ដុះបណ្ដាលពីអាណាចក្រទាំង3000ទេប៉ុន្តែមកពីកន្លែងផ្សេងនៅពេលនេះស៊ីហៅបានយល់ថាទីក្រុងអធិរាជនេះគឺសំខាន់ពេកហើយទឹកដីបុរាណផ្សេងទៀតនៅក្នុងឋានសួគ៌ទាំង9នៃផែនដីទាំង10ទាំងអស់បានបញ្ជូនមនុស្សមកកន្លែងនេះជាឌីនេះគឺមនុស្សពាក់អាវពណ៌ប្រផេះហ្នឹងបងប្អូនតែ chapter នេះគេតែបង្ហាញឈ្មោះហ្នឹងហើយបងប្អូនជាឌីនេះគឺបរិបពាក់អាវពណ៌ប្រផេះចង់ស្វែងយល់ពីសមុទ្រស្មារតីរបស់ស៊ីហៅយើងហ្នឹងឯងជាឌីការបណ្ដុះបណ្ដាលរបស់អ្នកមានបញ្ហាឥឡូវនេះតាចាស់ហ្នឹងគាត់និយាយកម្រិតនៃការបណ្ដុះបណ្ដាលរបស់អ្នកមិនគួរអនុញ្ញាតឲ្យរឿងខាងក្រៅរំកិលបេះដូងរបស់អ្នកបានឡើយចូលប្រយ័ត្នកុំឲ្យធ្លាក់ទៅក្នុងសភាពខូចខាតឲ្យសោះបរិសុទ្ធចំណាស់បាននិយាយសក់របស់គាត់ធ្លាក់លើស្មា
ហើយអាយុរបស់គាត់មើលទៅចាស់ខ្លាំងណាស់ដងខ្លួនខាងលើរបស់គាត់គឺអាក្រាតកាយរូបរាងកាយរបស់គាត់មើលទៅមាំមួនណាស់នៅក្បែរគាត់មានដំបងឆ្កែចចកជាឌីឆ្លើយតបធ្វើមិនដេចខ្ញុំអាចធ្លាក់ក្នុងសភាពខូចខាតបានខ្ញុំបច្ចុប្បន្ននៅក្នុងវ័យមាសរបស់ខ្ញុំទើបតែពេលនេះខ្ញុំគ្រាន់តែចង់ស្វែងរកវិញ្ញាណដើមរបស់កុមារនេះទេហើយមើលថាតើមានអ្វីកើតឡើងក្មេងប្រុសតើឯងទៅណាឲ្យពិតប្រាកដបរិសុទ្ធចំណាស់សួរស៊ីហាវមិនចង់និយាយទេព្រោះគាត់អាចនឹងពាក់ព័ន្ធនឹងរឿងឆ្នាំងនោះឲ្យបើយើងមើលអេនីមេយើងឃើញឆ្នាំងមួយហ្នឹងហើយបងប្អូនតើយើងទៅទៀតទោះជាយ៉ាងណាក៏ដោយក៏គាត់មិនចង់លាក់រឿងរ៉ាវនៃពិភពលោកផ្សេងទៀតដែរគាត់និយាយទាំងងើយឆ្ងល់ថាខ្ញុំពិតជាបានចូលទៅកន្លែងផ្សេងដោយមិននឹកស្មានដល់នៅទីនោះបានឃើញចម្លាក់ថ្មជាច្រើនតែបានកត់ត្រាពីលើវាជាពិភពលោកដ៏អាថ៌កំបាំងហើយបានប្រាប់ថានៅទីនោះគឺមានភ្នំអមតៈគាត់បាននិយាយបន្តិចម្ដងអំពីអ្វីដែលគាត់បានឃើញប៉ុន្តែបានអះអាងថាបានឃើញវត្ថុទាំងអស់នេះអំពីចម្លាក់ថ្មហេតុអ្វីបានជាឯងមិននិយាយរឿងនេះពីមុនមកជាឌីបានស្រែកមុខរបស់គាត់បានធ្លាក់ចុះភ្នែករបស់គាត់កាន់តែត្រជាក់ស៊ីហាវបាននិយាយព្រោះឯងប្រឆាំងនឹងខ្ញុំចាំបាច់អីត្រូវខ្ញុំប្រាប់ឯងច្បាស់ជាមិនបាននិយាយរឿងគ្រប់យ៉ាងនោះទេឯងច្បាស់ជាមានរឿងដែលត្រូវលាក់បាំងចាំមើលខ្ញុំនឹងរកឲ្យឃើញថាតើឯងបានឆ្លងកាត់អ្វីឲ្យពិតប្រាកដជាឌីដែលស្លៀកពាក់ពណ៌ប្រផេះបាននិយាយដោយប្រញាប់បញ្ញាទៅមុខម្ដងទៀតគាត់បានលាតបាតដៃនឹងម្រាមដៃរបស់គាត់ដើម្បីបញ្ចេញក្លិនគួរឲ្យភ័យខ្លាចទៅពេលហើយឡើយហ្នឹងស៊ីហាយើងនិយាយម្ដងហើយនេះនៅនឹងភ្នែករបស់អ្នកជំនាញដែលគ្មានគូប្រៀបមួយចំនួនឯងនៅតែហ៊ានធ្វើសកម្មភាពទៀតឬក៏ឯងចោលខ្ញុំអាម៉ាស់ហ៎ឯងស៊ីហាយើងស្រែកអញ្ចឹងហ៎បងប្អូនឯងត្រឹមតែអ្នកបណ្ដុះបណ្ដាលកម្រិតការបូជាពិសិដ្ឋដូច្នេះឯងហ៊ាននិយាយរឿងអាម៉ាស់ជាមួយខ្ញុំផងឬការស្វែងរកនៅសមុទ្រនៃស្មារតីរបស់ឯងហើយស្វែងយល់អំពីអ្វីគ្រប់យ៉ាងគឺដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏ធំខាងមុខស៊ីហាខឹងសម្បាយ៉ាងខ្លាំងនេះគឺជាការបង្ខំនិងបៀតបៀនអ្នកដទៃជាឌីអ្នកបានធ្វើឲ្យហួសព្រំដែនហើយតែអ្នកកំពុងតែព្យាយាមធ្វើឲ្យរត់ពាសដែកចឹងនិយាយថាអ្នកកំពុងតែធ្វើឲ្យឈុតឲ្យអាក្រក់អធិរិយផ្ទះធ្លាក់ចូលទៅក្នុងភាពងងឹតទាំងស្រុងឬតើអ្នកនឹងធ្វើឲ្យទេពកោសលនេះងាកទៅខាងសត្រូវឬបរិសុទ្ធចំណាស់បាននិយាយចឹងនិយាយថាឲ្យទេពកោសលនេះគឺស៊ីហាយើងនឹងឯងនិយាយថាបើសិនជាជាឌីទៅបខំស៊ីហាយើងអាចចូលទៅខាងសត្រូវបានតើឡើយយើងតទៅទៀតឈុតប្រយុទ្ធរបស់អធិរិយផ្ទះមិនអីទេយើងគ្រាន់តែចម្រាញ់វាជាមួយគ្នាប៉ុណ្ណោះត្រង់កម្រិតអ្នកបណ្ដុះបណ្ដាលក្នុងដែនការបូជាពិសិដ្ឋមិនស័ក្តិសមនឹងការគោរពរបស់ខ្ញុំទេតើមានបញ្ហាអ្វីបើខ្ញុំចង់ស្វែងរកសមុទ្រស្មារតីរបស់គេជាឌីបាននិយាយនៅពេលនេះនៅលើថ្មមានយក្សមួយចំនួននិងអ្នកបណ្ដុះបណ្ដាលមួយចំនួនបានបើកភ្នែកពួកគេដូចជានាគព្រៃបុរាណធ្វើឲ្យបេះដូងរបស់គាត់ញ័រអសិលធម៌ឯធ្លាក់ទៅក្នុងអំពើពីលមែនទេឬបរិសុទ្ធចំណាស់នោះបានក្រោកឈររួចនិយាយនៅពេលនេះគាត់បានធ្វើឲ្យសកម្មដោយមិននឹកស្មានដល់ដោយលើកបាត់ដៃរបស់គាត់វាយទៅលើជាឌីទំនុករបស់ជាឌីបានប្រែប្រួលគាត់មានអំណាចខ្លាំងណាស់ការអាចចូលទៅក្នុងទីក្រុងអធិរាជមានន័យថាគាត់គឺជាបុគ្គលដែលមានឥទ្ធិពលបំផុតនៃតំបន់មួយគាត់បានគេចយ៉ាងរហ័សដោយផ្លាស់ប្ដូរទីតាំងរបស់គាត់ទោះជាយ៉ាងណាក៏ដោយមានសម្លេងប៉ាំងគាត់ត្រូវបានវាយគាត់មិនអាចគេចពីការវាយនោះបានឡើយបាត់ដៃរបស់បរិសុទ្ធចំណាស់បានវាយទៅលើផ្ទៃមុខរបស់គាត់សម្លេងលាន់លឺយ៉ាងខ្លាំងណាស់សូម្បីតែអ្នកមានអំណាចដូចជាឌីក៏មិនអាចគេចបានដែររាងកាយទាំងមូលរបស់គាត់បានហោះទៅក្រៅខណៈដែលបង្ហូរឈាមជាច្រើនបានលេចចេញមកគ្មានណាម្នាក់នឹកស្មានថាបរិសុទ្ធចំណាស់នេះនឹងនិយាយត្រង់ទៅត្រង់មកបែបនេះនោះទេដោយគម្រាមភាគីម្ខាងទៀតដោយផ្ទាល់និងបញ្ជូនបុគ្គលដ៏មានឥទ្ធិពលម្នាក់ឲ្យហោះចេញដោយកម្លាំងខ្លាំងណាស់ចិត្តរបស់ស៊ីហាវលោតតើនេះជាអំណាចបែបណាដែលអាចបញ្ជូនបុគ្គលដ៏មានឥទ្ធិពលបែបនេះឲ្យហោះបែបនោះទោះជាយ៉ាងណាអារម្មណ៍របស់គេមិនមានការព្រួយបារម្ភអ្វីឡើយអ្នកជាឌីខឹងសម្បាអរឯងនិយាយថាជាឌីយើងខឹងហ្នឹងហើយគាត់បានធ្វើឲ្យរូបរាងរបស់គាត់ស្ថិតនៅក្នុងលំហទទេដោយសម្លឹងមើលយ៉ាងខឹងសម្បាមនុស្សដែលមានអំណាចដូចគាត់តែប្រហែលឆ្នាំហើយដែលគាត់បានជួបរឿងបែបនេះពិតជាត្រូវគេវាយដោយសារតែមួយបាត់ដៃបែបនេះឬនេះអាចចាត់ទុកថាជាការអាម៉ាស់មួយរួចទៅហើយសម្រាប់គាត់គ្រាន់តែជាអ្នកបណ្ដុះបណ្ដាលម្នាក់ប៉ុណ្ណោះតែសមនឹងឲ្យអ្នកធ្វើសកម្មភាពបែបនេះឬគាត់ខឹងសម្បានឹងស្រែកនៅទីនេះធ្វើឲ្យបុគ្គលជាច្រើនអ្នកបែបភ្នែកសូម្បីតែឯងក៏អាចមានអារម្មណ៍ខឹងបែបនេះដែរឬមុននេះនៅពេលដែលឯងបៀតបៀនអ្នកបណ្ដុះបណ្ដាលតូចម្នាក់នេះក៏ជាអ្វីដែលគាត់មានអារម្មណ៍ខឹងសម្បាដែរបរិសុទ្ធចំណាស់បាននិយាយឥឡូវនេះចង់និយាយចេះ
bậy chia đi nước bạn rồi thực bạp xì hào dưỡng nè xì hào dưỡng khăn này được bè ta đang quay đang một đón việc khăn đài chứng ta trong phép tha bè là chia đi thực bạp xì hào có khăn được bè ta đang thực bạp có khăn chẳng ai vì là ròm mới đang ai ta là dân ta tiết ta khi ai priệp thêm được trong ban chẳng nào chia đi ban sai đang cầm hằng anh chẳng ta ai priệp thêm cho mới trong ban chẳng nào bỏ đó chấm na lược đáy môi vi từ lược tây mục được bỏ quạt đôi sầm lệnh băng hai mình chun có để họ tranh những bọc trâu từ cái đôi sầm lệnh băng cái giữa đơn ra bon nè bàn khai thì chia cái thay thay này bánh hà thông môi chủng luôn bàn cái lan không thành là phép play chơi bon nè ta nè tại mình nhặt luôn tê rứ bao môn được chơi tê miền cột thằng này cả đôi lốm rồi chấm na sàiอะไรจังกี่ท่าmiền phépกระดิ่งตาดักเตือนบีตบอลนั่งไงบางปอนสีหาออนกรุ๊ปจิกาดังคนบร้อยจำนาบ้านดอดังหามทมได้ห้ามมนุษย์มวยจำนวนอ้อยมาช่วยสีหาวดับใบช่วยเลี้ยงสำอางในชุดกระอัธรินเตะโดยเฟอร์ได้การจำรันวิจบ้านนาธาเปียได้นี่มีประวัติกูซ้อมพวกมนุษย์จิตรามีการจับอารมณ์อย่างคลั่งในเปียได้พวกเกย์เคยพวกเวียพวกเกย์ตั้งอ้อมมีอารมณ์สักสลายอย่างคลั่งหลังเทะตักจัดเมื่อเต็มก็ซ้อนได้ขมิ้นกูเปรี้ยวมันแน่บันจะเจงได้เปียชุดรุนเตะระบาดอัธรินปัตตาก้อนมันได้ตลอดมาวันเตะประหารจิกอดแทะแต่ขนมเพชรงัดจีเรียงระหดหายบร้อยจำนาบ้านดอดังหามทมมันไอเต้เนี่ยดังตระบ้านมันจูนแต่ทานสู้ได้มันไอบ่เวงบานจำส้มจูนปล่อยเนี่ยจุกใจในเปเดนเนี่ยแต่ดอที่กรงอัธรินี่เป็นอนาคตเนี่ยดังไอบังกราบสตรีแต่งออกบ้านชีดีตระบ้านเก็บมันจูนใจแต่รุ่ยจะหายให้มันต่อเยอะแต่หนักคมแข็งสมบัติแต่เนี่ยจำนี้โดยชนะมันพอดในพิภพโลกข้างไกลก็ตระบ้านเก็บได้กำหัดในที่นี้ได้อันนี้ยมสมบัติวงกระจอติบุกน้องไอ้ดำเมย์ชีดีนั่นคือถึงมาบัดได้สกอตแต่เชียร์กินกุบ้านได้บางปอนแต่น้องนี่เกดาไทยก็ตะคมแข็งยังเวียนเขาเคลียนติดจังเรื่องยังมาเอพิโซดนี้คือเติมแต่ตอนโนเวลตอนไอ้ดำเมย์ก็เต้นจังไม่ทานตอนตะเพียเคยบ้านเลยฮูปีโนเวลต่อละยังต่อสักเรื่องยังตัวเตี้ยสีให้บ้านตระบ้านกินนมแต่การอาสนะมวยได้เฟิร์มปีเตวิทมอปรามประเภทวิทมสมบัตินะโดยจีบนมดอทมให้ดังขบวนตราดในตีนี้ก็ปัจจีมันจ้องจ่าจังเพลียงแบบนี้เตโดยจ้องสไฟยูลปีที่กรองโดยอัดกับบังนี่ได้บ้านทว่าอัดดัตการทางปัจจุบันพยาบาลใต้ทากรมันอาจช่วยสกัดมาเพียบได้เกลียดบานลายให้นั่งมันอาจมันตอนสนับในตีนี้บ้านยูเตียนุเตก็ชงอลทาตายเยชิงซ้อนเลยนะสีห้าปัจจิจ้องจุบเนียงสตรีดัสระสามันได้ทลบ้านช่วยสังกรุก้อนปีมนหมอกให้บ้านอ่างทานเนียงมาปีนบอลหามคอดโดยเจอปีมนในเพื่อได้กดเกิดทานเนียงบ้านเลิกล้างปิกัจสัญญาสปอนโบราณโดยน้อมยกบุปผาโบราณระบอบเซเลสเตียนนังจ่าเวอร์เคลนกี่ไอสมัยทานเนียงปัจจิมีตำแหน่งตำนองจัดสนับจีมวยนังกันหลายนี้เชี่ยมันคันสีห้าบ้านดีเยซูเนี่ยในกระบายกอดแทบจากซูบร้อยจำนาในการจะอังดับบงกับเจาะดับใบแน่นอนโดยจ้องจูบเยชิงโซนผู้ชี้อย่างนากระไดก็ตระบานปฏิเสธเอริยาบารบบุโกแต่นู้เรื่องมอมหนึ่งจะบ้านลอยอย่างคลั่งสีห้าพยาบาลเยชิงโซนเนี่ยได้หักโดยจีมันทองมันอะไรพวกเกมันจ้องปลอปอร์เมียนอัมพีเนี่ยจำเนียงในขนมติกรองเตตาไว้แต่จีฮัดพอเลยเปิดประกอบในเปได้กอดกระตลอดแต่สุดท้ายดัสระสามเนี่ยนู้ได้สนามอย่างย้ำไอ้บนพลายที่กรองบานสีห้าบานเติมแต่ดอกดังหามทอมมันเตะกอดบานมาดอกกันไล่เดินยังในเตือหายเป็นใต้มันไอ้จูบเนียงบานในตีมันพดกอดกับไตรจ่าจันให้บ้านเติมใต้กระวีกับบ้านเลยซาแต่เรื่องนี้ใต้ปนเนาะอะไรแบบทำมันเลยเมียนเปย์ให้บ้านทำใต้กระวีกับบ้านแล้วไงบางปอตายยังต่อแต่เตี้ยสีห้าโชว์ในขังกระอาสนะการบังการการดักกินจูนปรำปีปัวนี่ปัจจิตทมสมบัติวิหารโดยจีวีไอเฟิร์ดำนาฉลองการยุคสมัยโดยคอมมิตี้เป็นจอบรุ่ยมันต่อฉลองการจิตทำไมในขนมจักรวาลนี้กดบ้านเมื่อเวียยังปรองบริยานอาสนะนี่สระดีขึ้นในอาสนะได้บะใบได้กดทลบ้านคืนจิลุนบงในบ้านได้ในสำนวนโบราณสมใบแต่วัตถุเทศก็โดยขณะใดอันนี้ก็ไล่สำนวนโบราณมวยเมียนหุกจังเมียนหุกไอ้ยังบางปอนบอกเมื่อไอ้เนี่ยไม่นั่งมันบางคนบันเนี่ยได้สลับไอ้เนี่ยไม่ที่ยังอันจะเลยแต่ไกลนั่นคืออะไรสีห้ารุ่ยมาชูพ่อไอ้ไกลนั่งเมียนเปรี้ยวเมียนไอ้เยอะแต่ละยังต่อติดเมียนแต่เป็นมวยตะบ้านบางพลายเปียกันได้ขณะมวยติดในได้เด็ดได้เลยได้แต่เด็ดได้วิชาบ้านธานี่เชื่อเอาไว้ได้บรรษาตกไปอยู่สมัยดาวทมในจงกรอยในเพื่อได้เกิดดาวเดือนนี้ในระบบสีห้าบ้านพลือใจจางสำลังมือวิการแต่ปรองประหยัดสมบัยแต่กรองอัธรินี้ก็เชื่อสำนักดาวทมมวยไปยุคสมัยดาวทมในจงกรอยได้ที่กรองโบราณไอ้ก็อาจารย์มาเลยกันไล่อัดกับบางไอ้ก็แบบนี้สีห้าบ้านดีเจได้ดาวดังหามทมในข้างไกลที่กรองนี้มีนเจาะมวยได้ประชมมุกนังพิภพโลกและกู้ไอ้คลายบำพดพรมได้สงัด
ជាស្រ័យព្រំដែនដ៏ស្ងាត់ជ្រងំស៊ីហាវបានបញ្ចេញពាក្យពីរឃ្លានេះទោះជាយ៉ាងណាក៏ដោយគាត់ក៏មានអារម្មណ៍ថាមានអ្វីមួយមិនត្រឹមត្រូវផងដែរឈុតឆាកដែលគាត់បានឃើញនៅលើអាសនៈនៅលើកប៉ាល់ខ្មោចបានបង្ហាញយ៉ាងច្បាស់ថាមានទីក្រុងមួយទៀតដែលស្ដេចអស្ចារ្យទាំង7អង្គការពារនិងប្រយុទ្ធប្រឆាំងអំពីសត្វគ្មានទីបញ្ចប់អានេះកប៉ាល់ខ្មោចនេះចំនួនឲ្យស៊ីហាវយើងនេះបងប្អូនចំនួនស៊ីហាវយើងទទួលបានវិជាគុណពេញនៅក្នុងបាតសមុទ្រអាហ្នឹងតាំងពីភាគប្រហែលជាភាគ30 season 1បងប្អូនអាចទៅប្រើបានកប៉ាល់ខ្មោចហ្នឹងតើឡើយយើងតទៅទៀតទីនេះមិនមែនជាកន្លែងនោះទេអញ្ចឹងតើព្រំដែនដ៏ស្ងាត់ជ្រងំស្ថិតនៅឯណាសមរភូមិដែលគាត់បានឃើញគឺខ្លាំងក្លាជាងកន្លែងនេះឆ្ងាយណាស់កន្លែងនោះគ្មានជីវិតដូចកន្លែងនេះទេវាស្រអាប់ពេញមួយឆ្នាំ9/10គឺសុទ្ធតែងងឹតនិងស្រអាប់ចឹងនិយាយថានេះ9/10គឺងងឹតអីភ្លឺតែមួយទេលោកប្រតិចាតើមនុស្សទាំងនោះជានរណាឲ្យប្រកាសមុននឹងចាក់ចែងស៊ីហាវបានសួរបរោះចំណាស់កាន់ដំបងឆ្អឹងកញ្ចក់ដោយផ្អែកលើដោយផ្ដោតលើពិភពលោកដែលគាត់កំពុងនិយាយតើនោះជាកន្លែងបែបណាតើមានអ្វីទំនាក់ទំនងជាមួយនឹងស៊ីហាវគាត់មានអារម្មណ៍ថាបរោះចំណាស់នេះមានចំណេះដឹងជាអកុសលបរោះចំណាស់នេះមិនបានផ្ដល់ចម្លើយដល់គាត់ឡើយអាសនៈបានធ្វើឲ្យសកម្មភាពហើយចាប់ផ្ដើមការដឹកជញ្ជូនពន្លឺមួយបានភ្លឺឡើងហើយស៊ីហាវមានអារម្មណ៍ថាដូចជាគេបានដើរលើផ្លូវរួមក្រោមដីនៃពេលវេលាដូចជា100យុគសម័យកាលបានឆ្លងកាត់ការកើតជាថ្មីហើយបន្ទាប់មកប្រញាប់ទៅរកដែនកំណត់ដ៏អស្ចារ្យមួយនេះជាការបង្កើតការដឹកជញ្ជូនដ៏មហិមាដែលមិនគួរឲ្យជឿដែលអាចបញ្ជូនមនុស្សម្នាក់ទៅកាន់ដែនកំណត់នៃចក្រវាឡដើម្បីឆ្លងកាត់ទឹកដីដ៏បុរាណនេះជាការបង្កើតវេទមន្តដ៏ធំមួយដែលមានអំណាចដ៏មហិមាបានរួចបញ្ជូនស៊ីហាវឲ្យចេញតាមច្រកមួយដែលហែកឆ្លងកាត់ឋានសួគ៌ទាំង9និងឋានដីទាំង10ស៊ីហាវបានធ្វើដំណើរឆ្លងកាត់ពន្លឺដ៏ស្រស់ស្អាតដោយឆ្លងកាត់អបចលាចលទីក្រុងអធិរាជធំណាស់ខ្ញុំឃើញតែជ្រុងមួយប៉ុណ្ណោះមានតែអ្នកជំនាញតូចមួយចំនួនប៉ុណ្ណោះគាត់ពិតជាឆ្ងល់ថាមានបុគ្គលបែបណាទៀតដែលលាក់ខ្លួននៅទីនោះក៏ដូចជាផ្នែកផ្លែកផ្សេងទៀតរបស់វាស៊ីហាវក៏ដឹងថាគាត់បានឃើញតែជ្រុងមួយនៃកន្លែងនោះនិងមិនយល់អ្វីច្រើនអំពីកន្លែងនោះតតែសោះមុននឹងគាត់អាចគិតច្រើនពេកបំណែកនៃពេលវេលាបានរំកើទៅមុខផ្កាយបានហោះជាបន្តបន្ទាប់ពន្លឺភ្លឺចែងចាំងនៅតាមផ្លូវនៅទីបំផុតសម្លេងដ៏មហិមាមួយបានបន្លឺឡើងអប្សរបានកើនឡើងពន្លឺចម្រុះពណ៌បានកើនឡើងស៊ីហាវបានប្រញាប់ចេញគាត់បច្ចុប្បន្នកំពុងតែឈរនៅលើវេទិកាតាវមួយវេទិកាដ៏ធំនេះត្រូវបានខាត់ចេញពីឆ្អឹងសត្វវាមានរូបរាងបុរាណប៉ុន្តែវាស្អាតដូចជាត្បូងថ្មខ្ញុំបានមកដល់ហើយឋានសួគ៌ដែលមិនអាចវាស់វែងបានស៊ីហាវបានដកដង្ហើមដោយការកោតសរសើរគាត់បានឆ្លងកាត់អាណាចក្រចម្ងាយដ៏ឆ្ងាយមិនគួរឲ្យជឿប៉ុន្តែបានមកដល់ភ្លាមនៅឯឋានសួគ៌ដែលមិនអាចវាស់វែងបានបើពិតជាមានផ្លូវដែលលាតសន្ធឹងកាត់ចម្ងាយនេះសូម្បីតែអ្នកបណ្ដុះបណ្ដាលដែលមានឥទ្ធិពលខ្លាំងក៏មិនអាចឆ្លងកាត់បានដែរទោះបីជាពួកគេហោះ100យុគសម័យក៏ដោយចម្ងាយនោះគឺជាអាយុកាលដ៏អស្ចារ្យល្បិចជានិច្ចគាត់បានធ្វើដំណើរឆ្លងកាត់អាណាចក្រទាំង3000នៃផែនដីទាំង10ដើម្បីឆ្ពោះទៅឋានសួគ៌ដែលមិនអាចវាស់វែងបាននេះពិតជាការធ្វើដំណើរដ៏ឆ្ងាយបំផុតស៊ីហាវបាននិយាយខ្ញុំមកដល់យីតប្រហែលខែហើយតែខ្ញុំមិនដឹងថាខ្ញុំនៅតែអាចចូលរៀនសាលា DNT បានដែរទេ Heavenly DNT អានេះបើយើងក្នុង anime ខ្ញុំមិនដឹងថាសាលាដែរតែយើងតវានឹងទៅថាកន្លែងហ្នឹងគឺគេជ្រើសរើសស៊ីហាវយើងចូលរៀននឹងឯងបងប្អូនគាត់បានដើរចេញពីវេទិកាឆ្អឹងនេះខ្លឹមសារវិញ្ញាណបានកើតឡើងភ្លាមដូចជាទឹករលករួចប្រញាប់ទៅមុខយ៉ាងលឿនជាទូទៅដងស៊ីតេនៃខ្លឹមសារវិញ្ញាណបញ្ជាក់ថាកន្លែងមួយសមរម្យប៉ុណ្ណាសម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញដ៏គួរឲ្យខ្លាចជាច្រើននឹងលេចឡើងពីកន្លែងបែបនេះពិតជាពិភពលោកដ៏មានឥទ្ធិពលភាពរុងរឿងនឹងការធ្លាក់ចុះនៃដែនដាវជាឥទ្ធិពលដល់ថាតើពិភពលោកបណ្ដុះបណ្ដាលរីកចម្រើនឬក៏ធ្លាក់ចុះអ្វីក៏ធំសម្បើមម្លេះអ្វីទាំងអស់ត្រូវបានគ្របដណ្ដប់ដោយអពសរនិងលាតសន្ធឹងរហូតដល់ចម្ងាយឆ្ងាយដោយសារតែខ្ញុំត្រូវបានពួកគេបញ្ជូនទៅឋានសួគ៌ដែលមិនអាចវាស់វែងបានគួរតែមានកន្លែងសម្រាប់ខ្ញុំឈប់សម្រាកបន្តិចតែអាចថាពួកគេបានបញ្ជូនខ្ញុំដោយផ្ទាល់ទៅកាន់ច្រកចូលសាលាបណ្ឌិតទេវៈឬស៊ីហាវសង្ស័យអីទៅសាលា DNT Heavenly នេះខ្ញុំសូមហៅថាសាលាបណ្ឌិតទេវៈវាក៏ដោយសារតែតាមផ្លូវគាត់បានសួរពីរបៀបចូលសាលាបណ្ឌិតទេវៈដើម្បីបណ្ដុះបណ្ដាលបន្ទាប់ពីធ្វើដំណើរឆ្លងកាត់ការបង្កើតនៃការដឹកជញ្ជូនអីមិនយូរប្រហែលអញ្ចឹងណាមានសលេងមួយពលឺឡើងយ៉ាងឯងមិនយូរប៉ុន្មានស៊ីហាវមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីភ
ភាគីម្ខាងទៀតស្ងប់ស្ងាត់ខ្លាំងណាស់ដូចជាវាត្រូវបានបង្កើតឡើងដោយថ្មទេវៈដ៏ធំមួយគាត់បានបើកភ្នែកទឹករូបសញ្ញាប្រមូលផ្ដុំនៅក្នុងភ្នែករបស់គាត់បង្កើតជាពន្លឺពីបិខ្សែដែលស្កេនលើទេសភាពជុំវិញមិនយូរប៉ុន្មានស៊ីហាក៏ស្រឡាំងកាំងនៅទីនេះគឺនៅក្នុងព្រះបរមរាជវាំងវេទិកាការបង្កើតដ៏ធំគឺស្អាតស្ថិតនៅក្នុងសាលព្រះបរមរាជវាំងមួយមានតែថាព្រះបរមរាជវាំងនេះធំពេកកាន់កាប់ជាង 10000 ម៉ាយហើយអណ្ដែតក្នុងលំហទទេបែបនោះនេះជាព្រះបរមរាជវាំងដ៏ធំមួយស៊ីហានៅតែមិនអាចនិយាយបានគាត់គិតថានៅលើផែនដីដ៏ធំគ្មានព្រំដែនតើនរណានឹងនឹកស្មានថាគាត់នៅក្នុងអគារតែមួយស៊ីហាគិតដោយប្រុងប្រយ័ត្នរួចហោះចូលទៅខាងក្នុងលើអប្សរស្រអាប់នៅលើផ្ទៃវាដូចជាគាត់កំពុងឆ្លងចូលអនាគតដ៏អមតៈមួយមិនយូរប៉ុន្មានគាត់ក៏មកដល់ច្រកចេញមានទ្វារសម្រិតមួយត្រូវបានរបើកបន្តិចស៊ីហាឈរនៅទីនោះរួចក៏កំពុងតែរុញទ្វារបើកវាត្រូវតែនិយាយថាទ្វារនេះធំពេកកម្ពស់របស់វាឡើងដល់ 1000 feet ផងដែរវាច្រើនពេកមិនដូចជាទម្រង់ទ្វារតតែសោះចឹងនិយាយថា 1000 feet អីនឹងដូចទ្វារណាទេធំចុយយ៉ាស៊ីហារុញវាសម្លេងក្រហមបានលើឡើងបន្ទាប់មកទ្វារសម្រិតក៏បានបើកគាត់បានឆ្លងកាត់យ៉ាងលឿនប៉ុន្តែគាត់ត្រូវបានបញ្ឈប់ភ្លាមៗដោយរលកនៃថាមពលដ៏ខ្លាំងក្លាផ្លូវរបស់គាត់ត្រូវបានជាប់គាំងនៅខាងក្រៅទ្វារសម្រិតដ៏ធំសម្បើមអាប់ពណ៌សបានគួចចុះឡើងថែមទាំងមានភាពវឹកវរដែលបានរីករាលដាលពេញកន្លែងនេះមានថ្មពណ៌ខៀវក៏ដូចជាកន្ទេលបួងសួងបរិសុទ្ធចំណាំម្នាក់បានបើកភ្នែកឡើងនៅពេលនេះយ៉ាមានប្រតិចាម្នាក់ទៀតនៅកន្លែងនេះបងប្អូននិយាយទៅការនិទានខ្ញុំរៀងរ៉ារ៉ូតិចបងប្អូនតែវីដេអូក្រោយៗខ្ញុំសន្យាថាខ្ញុំនឹងធ្វើឲ្យបានល្អកុំភ្លេចជួយ like subscribe ម្នាក់មួយផងបងប្អូននេះជាការលើកទឹកចិត្តរបស់បងប្អូនហើយតែយើងតទៅទៀតនៅពេលនោះវាដូចជាពន្លឺពីខ្សែបានបាញ់កាត់មេឃរួចហើយពពកនឹងអាប់បរិសុទ្ធចំណាំនោះអង្គុយលើកន្ទេលបួងសួងហើយសក់របស់គាត់ស្ទើរតែជ្រុះអស់ទៅហើយប៉ុន្តែចិញ្ចើមវ័យរបស់គាត់ដូចជាព្រិលប្រវែងកន្លះ feet រូបរាងរបស់គាត់ធ្វើឲ្យមានអារម្មណ៍គោរពជាខ្លាំងនេះពិតជាបុគ្គលដ៏មានឥទ្ធិពលលើសពីនេះទៅទៀតជាអ្នកជំនាញដ៏ឆ្នើមមិនអាចនឹកស្មានដល់ការសម្លឹងនោះជ្រៅជ្រះពេកដូចជាពួកគាត់អាចមើលឃើញតាមរយៈព្រលឹងនិងធ្វើឲ្យវិញ្ញាណទេវៈរបស់ពួកគាត់រន្ធត់ស្បែកក្បាលរបស់ស៊ីហាវមានអារម្មណ៍ស្ពឹកពីទីក្រុងអធិរាជមកកាន់ដែនឋានសួគ៌ដែលមិនអាចបោះវែងបានគាត់បានជួបបុគ្គលមានឥទ្ធិពលជាបន្តបន្ទាប់គ្មាននរណាម្នាក់ដែលគាត់អាចតទល់បានឡើយឡើយចឹងគេថាស៊ីហាវយើងវាយវិណាក៏អត់ឈ្នះដែរតាំងពីហ្នឹងមកគាត់ដកដង្ហើមធំគាត់ត្រូវតែងើបឡើងបានឆាប់តាមតែអាចធ្វើទៅបានកន្លែងងើបឡើងនេះគេថាគាត់ធ្វើមិនក៏ដោយវឹកហាត់ឲ្យបានលឿនតាមតែអាចធ្វើទៅបាននឹងឯងនិយាយទៅស៊ីហាវយើងតាំងពីដំបងតាំងនៅអាណាចក្រក្រោមនេះថាអាណាចក្រក្រោមនឹងមានព្រះកម្រិតទី7មកវេលោកមកអីរហូតចឹងឯងហើយស៊ីហាវយើងគឺបានស្លាប់ម្ដងនឹងឯងហើយបានចាប់ដើមរស់ហើយក៏ចាប់ដើមបំបីអាណាចក្រមកកម្រិតខាងលើហើយបើរឿងនេះបើតាមខ្ញុំដឹងថាជាមាន3អាណាចក្រមិនអាណាចក្រក្រោមអាណាចក្រកតាហើយតែមកមានអផារ៉ាមទៀតមានថាអាចនៅលើនឹងមួយទៀតហ្នឹងឯងបងប្អូនតោះទៅទៀតគាត់ដកដង្ហើមធំគាត់ត្រូវតែងើបឡើងឲ្យបានឆាប់តាមតែអាចធ្វើទៅបាននិងបរិងខ្លួនឲ្យឆាប់រហ័សបើមិនដូច្នោះទេពិភពលោកនេះពិតជាគ្រោះថ្នាក់ពេកហើយសូមគោរពលោកប្រតិចាស៊ីហាវបានព្រួយផ្ដើមកំណត់ដើម្បីស្វាគមន៍ភាគីម្ខាងទៀតគួរឲ្យចាប់អារម្មណ៍ធម្មពលអមតៈ3ខ្សែសមត្ថភាពប្រឆាំងនឹងឋានសួគ៌ឬថាអ្នកអាចបន្តដំណើរទៅមុខទៀតលើផ្លូវនេះបានពិតប្រាកដឬបរិសុទ្ធចំណាស់និយាយស៊ីហាវភ្ញាក់ផ្អើលក៏ត្រូវតែពង្រឹងខ្លួនឯងបុគ្គលនេះខ្លាំងពូកែពេកហើយអាចដឹងច្បាស់ពីស្ថានរាងកាយរបស់គាត់ទៀតផងចឹងគេដឹងច្បាស់ពីរូបរាងកាយរបស់ស៊ីហាវគ្រាន់តែមើលហ្នឹងឯងបងប្អូនដឹងថាស៊ីហាវមានធម្មពលអមតៈ3ខ្សែអីចឹងទៅដោយសារតែអ្នកបានបញ្ជូនមកទីនេះខ្ញុំមិនខ្វល់ឋានៈរបស់អ្នកឡើយថាល្បីល្បាញប៉ុណ្ណានោះទេហើយក៏មិនសួរអំពីអ្វីដែលអ្នកបានធ្វើពីមុនមកដែរមានតែផ្ដល់ឲ្យអ្នកនៅការបណ្ដុះបណ្ដាលឲ្យសមរម្យមួយចំនួនប៉ុណ្ណោះបរិសុទ្ធចំណាស់ចិញ្ចើមសបាននិយាយលោកប្រតិចាតើលោកប្រតិចាមានបំណងអ្វីស៊ីហាវមានអារម្មណ៍ថាមានអ្វីមួយមិនត្រឹមត្រូវការបណ្ដុះបណ្ដាលដែលបរិសុទ្ធចំណាស់នេះបាននិយាយដូចជាធ្វើឲ្យគាត់មានអារម្មណ៍ត្រជាក់ទៅដល់ឆ្អឹងខ្នងអ្នកទាំងអស់គ្នាដែលត្រូវបានបញ្ជូនមកទីនេះគឺជាអ្នកដែលបណ្ដុះបណ្ដាលបានប្រព្រឹត្តខុសអ្វីមួយអ្នកដែលត្រូវទទួលទណ្ឌកម្មមួយចំនួនបរិសុទ្ធចំណាស់ចិញ្ចើមសបាននិយាយចឹងគេថាអ្នកបញ្ជូនមកហ្នឹងគឺត្រូវតែទទួលទណ្ឌកម្មហ្នឹងឯងឥឡូវយើងតទៅទៀតការបង្កើតការដឹកជញ្ជូនរបស់ក្រុងអាធិរាជធំសម្បើមមិនអាចប្រៀបផ្ទឹមបានឡើយបន្ទាប់ពីជ្រើសរើសទិសដៅវានឹងបញ្ជូននរណាម្នាក់ទៅទីតាំងដែលបានកំណត់បន្ទាប់ពីត្រូវបានធ្វើវាឲ្យសកម្មវាច្បាស់ណាស់ថាមនុស្សមួយចំនួននៅក្នុងក្រុងអធិរាជបានពិភាក្សាគ្នាដោយផ្ទាល់រួចក៏សម្រេចចិត្តបញ្ជូនអ្នកមកទីនេះ
តំនេះស៊ីហាយើងនិយាយណាតែខ្ញុំបានធ្វើខអ្វីឬស៊ីហាសួរខ្លួនឯងដែលមានអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងវាច្បាស់ណាស់ថាជាឌីជាអ្នកធ្វើទុកបុកម្នេញគាត់ដូច្នេះគាត់មិនចង់ខ្លាចជាពពែរងគ្រោះឡើយវាគួរតែជាបែបនេះបើមិនដូច្នេះទេអធិស្ឋានវាពិតជាបែបនេះហើយបើមិនដូច្នេះទេហេតុអ្វីបានជាអ្នកត្រូវបញ្ជូនមកទីនេះបុរសចំណាស់ចិញ្ចើមសបាននិយាយទឹកមុខស៊ីហាវបានធ្លាក់ចុះគាត់ត្រូវបានគេបោកបញ្ឆោតវាច្បាស់ណាស់ថាជាឌីជាអ្នកបង្កហេតុដល់គាត់ហើយចង់ស្វែងរកនៅក្នុងសមុទ្រស្មារតីរបស់គាត់អញ្ចឹងហេតុអ្វីបានជាគាត់មកដាក់ទណ្ឌកម្មដែរទោះជាយ៉ាងណាក៏ឯងមិនចាំបាច់បារម្ភខ្លាំងពេកដែរអ្នកទាំងអស់គ្នាដែលត្រូវបានបញ្ជូនទៅក្នុងព្រះបរមរាជវាំងនេះនឹងទទួលទណ្ឌកម្មតែបន្តិចបន្តួចប៉ុណ្ណោះវាមិនមែនជាអកតកម្មដ៏ធំហួសពីការលាងបាបនោះទេស៊ីហៅដកដង្ហើមចេញស្ថានភាពដ៏អាក្រក់បំផុតមិនអាចកើតឡើងបានទេយ៉ាងហោចណាស់ក៏គ្មាននរណាម្នាក់តាមគាត់ដែរបុរសចំណាស់ក្រវីដៃហើយបន្ទាប់មកស៊ីហៅត្រូវបានបញ្ជូនចេញដោយផ្ទាល់ពីអគារដ៏ធំសម្បើមទៅដល់ទីឆ្ងាយតើនេះជាការដាក់ទណ្ឌកម្មបែបណាទៅស៊ីហៅស្រឡាំងកាំងបន្តិចបឹងខៀវដ៏ធំទូលាយមួយបានលាតសន្ធឹងនៅពីក្រោមគាត់យើងទុកឯងឲ្យស្ថិតនៅផ្នែកឋានសួគ៌និងផែនដីនេះហើយទណ្ឌកម្មនឹងចាត់ទុកថានឹងត្រូវបញ្ចប់សំឡេងបរិះចំណាស់បានបន្លឺឡើងវាច្បាស់ណាស់ថានេះជាលំហចម្លែកមួយទោះជាយ៉ាងណាកន្លែងនេះដូចជាពិភពលោកមួយពិបាកនឹងទាយថាមានអ្វីនៅខាងក្នុងស៊ីហៅបានហោះជាបន្តប្រញាប់ទៅរកចុងផែនដីដ៏ធំនោះគាត់បានជួបមនុស្សស្រដៀងគ្នាមួយចំនួនម្នាក់សុទ្ធតែឈឺនិងអស់កម្លាំងហើយមិនចង់កំរើកជាក់ស្ដែងពួកគេបានរងរបួសរួចទៅហើយគាត់មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងគាត់បានដឹងថាអ្នកទាំងអស់នេះគឺជាទេពកោសល្យអ្នកដែលមិនមែនជាបុគ្គលឆ្នើមមិនត្រូវបានបញ្ជូននៅក្នុងកន្លែងបរទេសនេះនោះទេចង់និយាយថាអ្នកមកបានគឺសុទ្ធតែអ្នកទេពកោសល្យឆ្នើមហ្នឹងឯងបងប្អូនសម្លៀកបំពាក់របស់ពួកគេខ្លះរហែកនិងខ្លះបែកបាក់បន្ទាប់ពីសួរពួកគេគាត់បានដឹងថាពួកគេបានចូលមកទីនេះជាង100ឆ្នាំហើយប៉ុន្តែនៅតែមិនអាចចេញនិងរំដោះខ្លួនចេញពីកន្លែងនេះបានឡើយអ្នកដែលនៅទីនេះខ្លីបំផុតក៏រាប់ឆ្នាំរាប់ខែផងដែរតំៃស៊ីហៅស្រែកម៉ែនេះអ្នកម្ដាយអើយស៊ីហៅមិនអាចទប់ខ្លួនឡើងហើយក៏ជេរគាត់គិតថាគាត់មិនបានប្រព្រឹត្តខុសអ្វីឡើយប៉ុន្តែគាត់នៅតែត្រូវបានគេវាយបែបនេះហើយត្រូវបានបញ្ជូនមកកន្លែងនេះទៀតតែគាត់មានពេលវេលាប៉ុន្មានដើម្បីខ្ជះខ្ជាយនៅកន្លែងបែបនេះ 2-3 ឆ្នាំរាប់រយឆ្នាំគ្មាននរណាម្នាក់ដែលទ្រាំទ្របានឡើយគាត់ត្រូវតែចាក់ចេញពីកន្លែងនេះភ្លាមហ្នឹងហើយបងប្អូនហើយខ្ញុំសូមឆ្លេះសាច់រឿងយើងត្រឹមប៉ុណ្្នឹងសិនដោយសារតែខ្ញុំអានរឿងច្រើនហើយរឿងស្អកកផងហើយអានច្រើនពេកអត់សូវយល់ខ្លួនឯងដែរបងប្អូនវល់បល់សូមអធិស្ឋានផងតែស្អែកខ្ញុំនឹងឲ្យអានឲ្យល្អជាងនឹងទៀតបងប្អូនខ្ញុំសន្យាថាខ្ញុំនឹងធ្វើឲ្យល្អពីមួយថ្ងៃតែមួយថ្ងៃហើយនឹងចេញវីដេអូជារៀងរាល់ថ្ងៃហ្នឹងហើយជាចុងក្រោយបងប្អូនកុំភ្លេចជួយ like មួយផង comment មួយផងហើយ share មួយផងបើសិនជាបងប្អូនស្ដាប់ដល់ចំណុចនេះតែបើបងប្អូនមិនអាចស្ដាប់ដល់ចំណុចនេះក៏មិនអីដែរហ្នឹងហើយជាចុងក្រោយមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយ